ពាក្យអាក្រក់សម្រាប់បាយលួចក៏លួចចុះទៅលួចបើតែគ្នាឯងបានហើយកុំដាក់លើsocial media ទៀតងាប់អញមកចង់និយាយអញ្ចឹងណាព្រោះអ្នកខ្លះអត់ទេគាត់មិនមែនលួចដើម្បីចែកចាយបងប្អូនគាត់មើលទេគាត់លួចដើម្បីយកទៅដាក់ក្នុង Facebook យក view បើអញ្ចឹងទេគាត់មានអា team មួយទៀតហ្នឹង Telegram link ណាគាត់មាន group ក្នុងហ្នឹងអញ្ចឹងចំពោះការពារសិទ្ធិរបស់យើងគឺមែនតើមកគឺយើងតាមអ្នកប្តឹងគាត់ចង់ប្តឹងរដ្ឋបវេនីដែលនិយាយថាប្តឹងទាមទារសំណុំឬក៏គាត់ចង់ប្តឹងលក្ខណៈព្រមផ្ទាល់តាមពិតខាង Hollywood គាត់មាន associations គាត់ដែរហើយខាង association គាត់ក៏ធ្លាប់ blacklist ទៅ like FBI ទៅនឹង platform មួយចំនួនដែរយើងចម្លងគេយើងមានអារម្មណ៍អញ្ចឹងប៉ុន្តែអ្នកដែលត្រូវបានគេចម្លងបើសិនជាយើងជាគេវិញតែយើងមានអារម្មណ៍ត្រូវដឹងថាច្បាប់គឺមានអញ្ចឹងវិធានការច្បាប់ក៏មានដែរអញ្ចឹងសូមយើងទាំងអស់គ្នាអនុវត្តគ្រប់តាមច្បាប់របស់យើងទាំងអស់គ្នាជំរាបសួរប្រិយមិត្ត podcast វិលត្រឡប់មកវិញជាមួយនឹង episode ពិសេសមួយបាទដោយសារជាទូទៅក្នុងរដូវកាលនេះភ្ញៀវមិនដែលមានរហូតដល់3នាក់ទេប៉ុន្តែតួអង្គនៅក្នុង episode នេះត្រូវតែមាន3នាក់ដោយសារតែយើងមានអ្នកដែលគាត់មកពីខាងក្រុមហ៊ុនបាទយើងមានអ្នកច្បាប់បាទហើយនឹងយើងមានអ្នកផលិតហើយសូមបញ្ជាក់បន្តិចថាក្នុងការជជែកនេះគឺអត់មានជាគោលដៅវាយប្រហារទៅអង្គភាពណាទេគឺជាការយល់ដឹងបន្ថែមពន្យល់ក៏ដូចជាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅតាក់ទងជាមួយនឹងកម្មសិទ្ធិបញ្ញាហើយនឹងវិស័យភាពយន្តផងដែរដែលយើងឃើញថាមួយរយៈក្រោយនេះមានស្ថានភាពជាច្រើនដែលកើតឡើងធ្វើឲ្យបងប្អូនមួយចំនួនដែលគាត់អាចមិនទាន់នឹងយល់ស៊ីជម្រៅគាត់អាចនឹងយល់ដឹងបន្ថែមអញ្ចឹងសូមបើកចិត្តស្ដាប់ដោយគេហៅថាអារម្មណ៍ល្អហើយពាក្យណាដែលលើសលួសអាចបោះចោលបានហើយពាក្យណាដែលល្អទុកក្នុងចិត្តហើយបើមិនជាមានចម្ងល់អីសួរនៅខាងក្រោមខ្ញុំជឿថាក្រុមការងារនឹងជួយឆ្លើយបញ្ជាក់បន្ថែមឲ្យបងប្អូនយល់កាន់តែជ្រៅថាវាមានលក្ខណៈបែបណាតកតងជាមួយនឹងកម្មសិទ្ធិបញ្ញានេះទៅលើវិស័យភាពយន្តតែម្ដងបាទយើងមានភ្ញៀវកិត្តិយសទី1នេះគឺបងលីដាបាទគាត់មកពីខាង LD Production បងប្អូនប្រកាសជាស្គាល់គាត់ហើយអ្នកដែលមើលគាត់ប្រកាសជាដឹងហើយយើងមានអ្នកមកពីខាង studio បាទគឺបាទបងផានីហើយនឹងមេធាវីតែម្ដងគឺបាទបងមនីរតបាទច្រឡំមនីរតអីហ្នឹងចង់ឲ្យបាទជំរាបសួរអ្នកទាំង3បាទអាំងត្រូអត់មានប៉ារ៉ូលអញ្ចឹងនិយាយរនឹកបដានិយាយបដាវាយើងស៊ាំមាត់បាទអញ្ចឹងប្រធានបទយើងថ្ងៃនេះយើងចូលសាច់រឿងតែម្ដងតែកុំឲ្យវែងឆ្ងាយបាទនៅខាងឆ្វេងដៃខ្ញុំនេះខាង studio បងអាចបញ្យល់តិចបានទេថាឥឡូវយើងចាប់ផ្ដើមពីចេះដោយសារអ្នកដែលគាត់មើលកុនពីច្រើនគាត់ដឹងថាកុនចូលនៅក្នុងស្រុកខ្មែរតាមផ្លូវណាទេយើងទៅទិញនៅផ្សារយើង download យកមកចាក់ឬក៏យើងមានរបៀបរបបអីមិនទេព្រោះខ្ញុំជឿថាអ្នកដែលគាត់ទៅមើលកុនគេហៅថា casual viewer គឺគាត់អត់ទាន់យល់ពីវិទ្យាបាយនៅក្នុងការនាំចូលកុនមកស្រុកខ្មែរសម្រាប់បងអាចបញ្យល់បានទេថាបើសិនជាយើងចង់នាំកុនមួយរឿងចូលមកខ្មែរឬក៏យើងទិញកុននៅក្នុងស្រុកតើដំណើរការពីយកកុនទៅចាក់នៅក្នុងរោងកុនហ្នឹងតើយើងធ្វើដំណើរការរបៀបណាអូខេអរគុណចំពោះសំណួរបាទនិយាយទៅខ្ញុំធ្វើខាងវិស័យខាងហ្នឹងហើយ5-10ឆ្នាំដែរហើយពីចំណុចចាប់ដើមមកអញ្ចឹងមុននឹងមានរោងកុនគឺត្រូវមានផ្នែកចែកចាយមុនអញ្ចឹងផ្នែកចែកចាយដែលជាក្រុមហ៊ុននេះខ្ញុំដែរគឺ Vested Media Limited គឺក្រុមហ៊ុនដែលនាំយករឿង Hollywood ជាច្រើនដែលអ្នកទាំងអស់គ្នាដឹងថា major studio ដូចជា Disney Warner Brothers and Universal ហើយនិង studio ផ្សេងៗទៀតគឺនាំចូលដល់ក្រុមហ៊ុនពួកខ្ញុំហើយដំបូងឡើយដើម្បីនាំយករឿងមួយចូលបានយើងត្រូវដឹងថាម្ចាស់សិទ្ធិហ្នឹងគឺណាគេត្រូវតាក់ទងម្ចាស់សិទ្ធិសិនហើយទៅយើងធ្វើកងត្រាជាមួយនឹងគាត់ហើយបន្ទាប់មកចរចាទៅនឹងថ្លៃទិញសិទ្ធិហើយបន្ទាប់មកទៅយើងយក IP របស់គាត់យកមក execute តទៀតដូចជាខាង posters យើងត្រូវសូម approve ពីគាត់ថាតើឥឡូវឲ្យយើង localize ជាបែបនេះហើយតើពួកគាត់ approve អត់អញ្ចឹងហើយពួកគាត់មាន guideline ដើម្បីឲ្យយើង follow ដូចគ្នាដែរមិនមែនថាយើងចិត្តតែជប់ចេញឬយក creative ideas របស់យើងត្រូវ refer ទៅនឹង guideline របស់គេថាឆ្វេងបន្តិចស្ដាំបន្តិចកណ្ដាលបន្តិចធំបន្តិចទូចបន្តិចមានជាពិសេសខាងជប៉ុនគាត់ច្បាស់ហ្មងគឺ detail ច្បាស់សម្រាប់ខិតមកចំហៀនបន្តិចខិតមក cm ខិតមក mm ក៏ច្បាស់ដែរហើយដូចគ្នាជាមួយនឹង content របស់យើងដែរ content យើងអាចថាយកមក download ពី internet មកយើងយក play ហ្មងឯងគឺវាជាបែប DCP គឺជា file DCP មួយគឺដែលគេហៅ encrypted មានកូដដើម្បីដោះ
ដើម្បីចាក់ទៅនឹងខាងហោងហើយជាមួយនឹងខាងហោងដែរយើងត្រូវមានកងត្រាជាមួយនឹងខាងហោងថាឥឡូវយើងត្រូវតម្លាក់រឿងនេះទៅខាងហោងដោយវិធីណាហើយជាមួយនឹង work ជាមួយនឹង projectionist ផងគេដោយវិធីណាហើយជាមួយនឹង agreement ទៅនឹង share នៅក្នុងការចាក់ហើយល្មមទៅដល់អតិថិជនយើងមកមើលបាទចាជាមួយនឹងរយៈពេលនៅក្នុងការទទួលសិទ្ធិនៅក្នុងការចាក់ប្រចាំងតើអាហ្នឹងយើងមានពេលកំណត់ច្បាស់លាស់ហើយបងបើយើងទិញរឿងមកមួយរឿងអញ្ចឹងទៅយើងមានពេលប្រមាណដើម្បីប្រើប្រាស់ឬក៏យើងទិញហើយយើងមានសិទ្ធិប្រើរហូតអាហ្នឹងជាសំណួរល្អគឺយើងអាចប្រើរហូតទេអញ្ចឹងនៅក្នុងរាល់កងត្រាទាំងអស់គឺគេបានកំណត់ហើយថាយើងចងកងត្រាជាមួយនឹងគេក្នុង title មួយនេះតើរយៈពេលប៉ុន្មានហើយជាប្រភេទចាក់នៅកន្លែងណាមានទីតាំងត្រូវចាក់ទៀតចាឧទាហរណ៍ថាយើងត្រូវចាក់នៅរោងចាក់នៅតាមទូទស្សន៍ចាក់តាម outdoor អញ្ចឹងសិទ្ធិខុសៗគ្នាឬក៏យើងទិញសិទ្ធិទាំងអស់អញ្ចឹងយើងអាចនិយាយមួយគេថាឥឡូវយើងទិញសិទ្ធិទាំងអស់អញ្ចឹងយើងមានសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជានេះយើងអាចចាក់នៅទាំងអស់នៅក្នុង platform ទាំងអស់បានទូទស្សន៍ចាក់បានដែរបើសិនជាយើងទិញសិទ្ធិទាំងអស់តែបើសិនជាយើងទិញសិទ្ធិត្រឹមចាក់រោងអញ្ចឹងមិនថាយើងអាចសិទ្ធិចាក់តែរោងទេបើសិនយើងទិញសិទ្ធិថាចាក់ទូទស្សន៍យើងអាចចាក់តែទូទស្សន៍ទេតែបើសិនយើងទិញទាំងអស់យើងអាចចាក់ទាំងអស់អានេះខ្ញុំនឹកឃើញដែរបងនឹកឃើញមកបន្តទៀតសិនណាបងចាក្រៅពីហ្នឹងដូចនិយាយចឹងថាយើងត្រូវមិនថាកំណត់ទាំងពេលវេលាកំណត់ទាំងថា platform មួយណាដែលយើងចាក់ហើយកំណត់តាំងពីតើនៅក្នុង territory មួយណាប្រទេសមួយណា so មិនមានថាយើងមានសិទ្ធនៅប្រទេសវៀតណាមឬក៏ប្រទេសហុងកុងឬក៏ប្រទេសផ្សេងតែយើងយកមកចាក់នៅខ្មែរអញ្ចឹងខុសទៀតតែយើងមានសិទ្ធិចាក់នៅខ្មែរទើបយើងមានសិទ្ធិចាក់នៅខ្មែរបាទអានេះដូច FIFA អញ្ចឹងតិចទៀតយើងមើលបាល់ទាត់ World Cup អញ្ចឹងគេទិញតាមប្រទេសនីមួយៗដើម្បីចាក់ទទួលបានបងពូបងនឹកឃើញបងនិយាយបាញ់មិញហ្នឹងនឹកឃើញមួយចំណុចទៀតដូចគេផ្សព្វផ្សាយកុនអ្នកខ្លះproduction ខ្លះគាត់ផ្សព្វផ្សាយថា in cinema only ន័យថាមើលតែរោងកុនទេអត់មាន streaming ដូច Disney Plus ដូច Hulu ឬក៏ Netflix ឬក៏ HBO Max អីអាហ្នឹងវាអត់ដាក់ទេព្រោះឥឡូវរបត់នៃការផលិតកុននៅក្នុងការ distribute កុនចែកចាយកុនខ្ញុំគាត់ថាវាផ្លាស់ប្ដូរច្រើនតាំងពី COVID មកព្រោះពីមុនគឺបើអត់ទៅមើលកុនអត់រឿងថ្មីមិនបានមើលតាន់គេទេប៉ុន្តែដល់ពេល COVID មកក្រុមហ៊ុន studio ជាច្រើនបានត្រឡប់ទៅប្រើប្រាស់ជោបាយ streaming ទិញរឿងជាគេថាយើងមើលបានប៉ុន្មានដងឬក៏ទិញថ្ងៃទិញអីចឹងខ្ញុំចាំបានកាលនេះខ្ញុំទិញរឿងដែរខ្ញុំទិញរឿងមើលដែរនៅក្នុង HBO Max ពោះនៅក្នុងប្រទេសយើងសម្រាប់បងតើយើងមានបានចែកចាយកុនមួយចំនួនទៅតាម streaming platform អត់ដែលយើងមាននៅក្នុងស្រុកព្រោះនៅក្នុងស្រុកខ្ញុំឃើញតែមាន streaming platform ច្រើនដូចបងលីដាគាត់មានអង្គរ DC របស់គាត់region គាត់ in house អញ្ចឹងមកតង់ហើយប៉ុន្តែតិចទៀតខ្ញុំចង់សួរគាត់ដែរទៅលើថា content bank របស់គាត់ធនាគារ content តែ stock ផនគាត់ច្រើនអត់ព្រោះធម្មតានៅក្នុង app streaming បើសិនជារឿងអត់ច្រើនក៏គេអត់សូវប្រើរាល់ថ្ងៃដែរចុះចំពោះបងនៅលើ studio របស់បងតែម្ដងពេលដែលបងក្រុមហ៊ុនបងដែលបងទិញ content មកហ្នឹងបងមានលក់សិទ្ធបន្តអត់ទេឬក៏យើងចែកចាយទៅ streaming platform អីអត់ចឹងតាមបទពិសោធន៍ដែលពួកយើងធ្វើកន្លងមកភាគច្រើនគឺដំបូងឡើយគឺយើងត្រូវចូលទៅខាងហោងសិនបាទហើយ after ហោងហើយគេមានពេលវេលាកំណត់របស់គេមិនថាយើងទិញសិទ្ធហើយយើងអាចចែកចាយហ្មងទេថាយើងចែកចាយហោងហើយបន្ទាប់មក at the same time យើងចែកចាយមួយទូទស្សន៍មួយនឹងអីស្រេចយើងអត់ទេគេមានលក្ខណៈរបស់គេទៀតថាឥឡូវ6ខែក្រោយទើបយើងអាចចាក់នៅ platform ដូចជា website ឬក៏3ខែក្រោយយើងអាចចាក់នៅទូទស្សន៍បាទ so យើងតាមបទពិសោធន៍របស់យើងធ្លាប់ធ្វើការជាមួយនឹងខាងទូទស្សន៍ដែរ after home យើងធ្វើការមួយខាងទូទស្សន៍តែចំពោះខាង website វិញយើងមាន difficulty បន្តិចដោយសារក្នុងស្រុកយើង website គាត់អត់ clean ចាអញ្ចឹងដល់ពេលគាត់អត់ clean មានន័យថាដល់ពេលដែលយើងនិយាយថាអត់ clean មានន័យថាគាត់យក title គេផ្សេងដែលអត់ទទួលសិទ្ធិហើយអញ្ចឹងទៅយើងអត់ក្នុងនាមជា distributor យើងអាចធ្វើការជាមួយនឹងពួកគាត់បានទេអញ្ចឹងជាហេតុអីបានជាផ្នែក website គឺយើង hold back ច្រើនបាទចាហើយមកទល់សប្តាហ៍យើងអត់ទាន់មាន platform ដែលថាយើងធ្វើការជាមួយក្រៅពីខាងហោងខាងទូទស្សន៍ហើយបើខាង app វិញអាហ្នឹងយើងធ្វើការភាគច្រើនដូចបងដឹងអញ្ចឹងខាង production មួយគាត់មាន app របស់គាត់រៀងខ្លួនអាហ្នឹងដែលសារហាគាត់មានសិទ្ធិ
សិតហៅគឺមកគាត់ស្រាប់ហើយអញ្ចឹងក៏យកទៅបោះចូលក្នុង app របស់គាត់អាហ្នឹងដូចជាខាង Go DC ក៏មានតែ production របស់គាត់ដែរហើយជាមួយនឹង production ផ្សេងៗមួយចំនួនទៀតចាប់ដើម on board right បង ហ្នឹងហើយ ចាហើយដូចគ្នាមួយខាង Westec Media ដែរក៏កំពុងបង្កើតOTT platform មួយខ្លួនឯងដែរដើម្បីជាដូចនិយាយចឹងថា Alien support ថា platform ត្រូវតែ clean ទើបអាចធ្វើការជាមួយបានអានេះវាជាជំរើសរបស់បងខាងក្រុមហ៊ុនបងឬក៏វាជាក្បួនខ្នាតនៅក្នុងការធ្វើការជាមួយនឹង platform ដែល clean មិន clean អាចនិយាយថាបើសិនជាពេលយើង work ជាមួយនឹង Hollywood យើងដឹងហើយថាអាហ្នឹងគឺ hidden rules មួយដែលថាបើសិនជាយើងហ៊ានទៅធ្វើជាមួយនឹងអ្នកផ្សេងដែល unclean អញ្ចឹងពេលនោះហើយគឺពេលដែលចាប់ផ្ដើមគេឈប់ធ្វើការមួយយើង after គេឈប់ធ្វើការមួយយើងហើយដូចគាត់ជា group អញ្ចឹងគាត់ជា Hollywood បែបជា group ដែលស្អីថាបើសិន Disney ក៏ drop យើងហើយគាត់ថាដោយសារថាយើងធ្វើការជាមួយនឹងអ្នកអត់ clean so ចាប់ដើមពីពេលហ្នឹងទៅអ្នកផ្សេងទៀតក៏ដកដែរបាទso យើងអាច take risk បែបហ្នឹងបានទេតែជាក់ស្ដែងក៏មានដូចជាខាង Universal គាត់ធ្លាប់ចង់មក audit យើងថាឥឡូវយើងធ្វើការមួយណាគេធ្វើគេមក audit ទៀតចាក៏ធ្វើការថា let's say ថាឥឡូវយើងធ្វើការមួយខាងនេះតើ is it solid អូរឿងនេះវែងឆ្ងាយចា as long as វាជាពិសេសរឿងដែល go on the internet បាទនៅពេលដែល go on internet វារឿងនេះគឺចាប់ផ្ដើមមានកន្លែងអាច track ឃើញថាតើអ្នកឯងពិតជាឲ្យសិតតែម្នាក់ហ្នឹងមែនអត់ហើយអ្នកឯងមើលឲ្យសិតតែម្នាក់ហ្នឹង like platform មួយហ្នឹងតើ platform មួយហ្នឹងគេមាន work ជាមួយនឹងខាង pirate អត់ថាធម្មតា studio មួយ studio គាត់ធ្វើការ like friends like ខ្ញុំនិយាយហើយខ្ញុំដឹងថា content អ្នកឯងនៅលើហ្នឹងតើ content អ្នកឯងមានផ្ដល់សិទ្ធឲ្យគាត់អត់តែបើអត់ផ្ដល់សិទ្ធបានថាគាត់ហ្នឹងលួចហើយដល់ពេលគាត់លួចបានថាអ្នកឯងអត់ clean ហើយអត់ clean ដល់ពេលបើសិន distributor like Westec Media គាត់ទៅធ្វើការមួយគាត់ទៀតបានថា Westec Media លែងមានគេហៅ trust បាទចាអានឹងអត់អនាម័យវាវិញឆ្ងាយខ្ញុំស្មានគ្រាន់តែគេអត់សូវទៅ detail បែបហ្នឹងដល់ថ្នាក់មាន audit ចឹងមិនន័យថា serious ខ្លាំងមែនតើ serious យើងធ្លាប់ធ្វើការជាមួយនឹងខាងតាមពិតខាង Hollywood គាត់មានassociation គាត់ដែរបាទហើយខាង association គាត់ធ្លាប់ blacklist ទៅ like FBI ទៅនឹង platform មួយចំនួនដែរហើយគាត់ក៏សួរយើងថាតើពួកគាត់ clean ឬក៏អត់ clean អញ្ចឹងជាក់ស្ដែងយើងឲ្យគាត់ provide evidence ដល់គាត់ទៅថាឥឡូវគាត់ចេះអូ so ពួកគាត់ខ្លះក៏ប្រហែលជាអត់ដឹងថាខ្លួនឯងជាប់ឈ្មោះ blacklist ហើយប៉ុន្តែអ្នកខ្លះគាត់ដឹងហើយអូវាដល់ FBI ទៀតត្រូវវាចូលជ្រៅអញ្ចឹងក្នុងលក្ខខណ្ឌនិកៈដែលបើសិនជាវាប៉ះពាល់ដល់ benefit គេខ្លាំងបាទចាហ្នឹងហើយមានករណីច្រើនមានករណីជំនាន់រឿង leak រឿងដូច Hopper នេះមាន scenario មួយដែរ Hopper វាគេ decrypted DCP មកចេញលឿននិយាយទៅក្នុងវិស័យនេះខ្ញុំដឹងច្រើនដោយសារមិនធ្លាប់អត់ធ្វើអាក្រក់ទេធ្លាប់តែគាត់ថាលើអត់ទេព្រោះមានឱកាសហើយក៏ដូចជាឱកាសនៅក្នុងការធ្វើអាក្រក់ហ្នឹងគឺដោយសារយើងអត់មានគេថា supplier យើងអត់មានរោងកុនយើងអត់មានអីពីមុនយើងមានរោងកុនណាដូចបងលីដាពីមុនចង់ចាក់កុនអីតលជួលកន្លែងដាក់ទាំងសម្ពុតសយល់ថាគាត់ឆ្លងកាត់ឱកាសនឹងច្រើនហើយស្ថានភាពហ្នឹងប៉ុន្តែចង់ទៅងាកទៅបងលីដាបន្តិចវិញទៅលើកុនដែលបងផលិតហើយខ្ញុំជឿថាអ្នកដែលគាត់មើលកុនគាត់នៅតែមានចម្ងល់ងឿងឆ្ងល់ទៅលើការពេលដែលបងវាស្មុកស្មាញនៅក្នុងការយកកុនទៅដាក់រោងកុនមួយសម្រាប់ឥឡូវដូចជាអត់អីក្រៅពីយើងមានបទពិសោធន៍ហើយពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាអីយើងអត់ពិបាកដូចមុនទេអត់បាទមុនទេដោយសារយើងធ្វើទៅតាម structure ទៅតាម requirement ផងរោងកុនណាបាទយើងអត់ពិបាកដូចមុនទេដូចជាធ្វើ DCP ដូចជា encrypt file ដូចជាអីហ្នឹងគឺយកអត់ពិបាកហើយយើងអាចនិយាយថា high security ពី studio ទៅរោងកុនអត់បញ្ហាទេបាទបងចុះប៉ុន្តែចង់ទៅក្នុងបច្ចេកទេសតិចទៅលើការធ្វើ DCP ហ្នឹងយើងធ្វើក្នុងស្រុកក៏យើងធ្វើក្រៅស្រុកសម្រាប់ LD យើងធ្វើខ្លួនឯងយើងមានកម្មវិធីថ្លៃមិនធ្វើខ្លួនឯងខ្ញុំធ្លាប់ធ្វើទេមិនដឹងកម្មវិធីថ្លៃហើយចំណាយពេលយូរចំណាយពេលដូចជាឥឡូវដូចជាមិនសឹកអីដោយសារម៉ាស៊ីនអីវាខ្ពស់អស់ណាវាលឿនថ្ងៃអីមួយយប់អីយើងហៅអីមួយរឿងបាទខ្ញុំកាលនេះខ្ញុំធ្វើឲ្យ Club Johan ក្របពេជ្រខ្ញុំអ្នកធ្វើ DCP រឿង Poppy ក៏ Hollywood ខ្ញុំធ្វើ DCP ខ្ញុំធ្វើបានប្រហែលជា 5-6 រឿងនេះកាលនៅធ្វើការណាដេកចាំកុំព្យូទ័ររាប់ថ្ងៃព្រោះម៉ាស៊ីនកាលហ្នឹងរត់រួចទេបងអើយ7ថ្ងៃបានមួយរឿងអីចឹងហើយខូចទៀត
អត់ encrypt ផងហ្នឹង សិនខូចហើយយើងព្យាយាម crack យក application យកមកប្រើអញ្ចឹងវាអញ្ចឹង ទិញកាលហ្នឹងទិញអស់ 2000 ជាងតោះឡាទិញបានទៅរួចvừaដាក់ unencrypted DCP រឿងហ្នឹងគឺយកទៅចាក់បានគ្រប់កន្លែងព្រោះអានេះតោះអ្នកយល់ដែរខ្ញុំជឿថាអ្នកស្ដាប់ពងកពុលហើយ DCP ហ្នឹង DCP ហ្នឹងអ្នកនរគ្នាដូចជា file វីដេអូដែលគេចាក់នៅក្នុងរោងកុនជាមួយនឹងម៉ាស៊ីនចាក់ projector និយាយចេះតែខាន់ចប់កុំឲ្យវិញឆ្ងាយចុះបងទៅលើទស្សនវិជ្ជាជាក់ស្ដែងថាខ្ញុំគិតថាដោយសារតែយោងទៅតាមកលៈទេសៈដែលបានកាត់ឡើងរវាងប្រទេសយើងហើយនិងប្រទេសជិតខាងខ្ញុំមិនមែនទៅរឿងហ្នឹងទេប៉ុន្តែចង់និយាយថាវាជាឱកាសមួយដែលល្អឬក៏អត់សម្រាប់កុនខ្មែរយើងដើម្បីបង្កើននៅចំនួនវីដេអូចំនួនរឿងដែលមានគុណភាពហើយហាក់ដូចជា screening time ឥឡូវយើងអត់សូវមានការប្រកួតប្រជែងទេតែចំពោះបងតើបងគាត់ថា studio របស់បងផ្ទាល់ហ្មងមិនបាច់ទៅវិញឆ្ងាយ studio គេណាតើវាមានកត្តាផលជះល្អអត់ពេលដែលយើងមានឱកាសនៅក្នុងការបង្ហាញស្នាដៃខ្មែរច្រើនល្អច្រើនដោយសារតាទី1យើងអត់ជួបជាមួយនឹងរឿងធំដែលមកពីប្រទេសជិតខាងចង់ថាtime slot ហ្នឹងយើងទៅលាយសម្រាប់កុនជាតិហើយវាសំណាងអមទៀតឆ្នាំហ្នឹងគឺរឿងធំមកពី studio ធំនៃ Hollywood ក៏អត់សូវមានដែរអញ្ចឹងវាឱកាសល្អសម្រាប់កុនខ្មែរអាចនិយាយថាមិញថាព្យាយាមនិយាយពី studio ខ្ញុំប៉ុន្តែមិនមែនទាំងអស់អាចមានឱកាសល្អប៉ុន្តែទន្ទឹមហ្នឹងក៏ខ្ញុំស្រឡឹងឃើញមានផលអវិជ្ជមានមួយចំនួនដោយផលិតករមួយចំនួនអាចនិយាយថាក្នុងអត្តន័យដែលគេមើលមកខ្ញុំកំពុងនិយាយថាអាចនិយាយថាខ្ញុំយ៉ាក់គាត់ប៉ុន្តែខ្ញុំគាត់ថាឲ្យប្រយ័ត្នចង់និយាយថាវិស័យភាពយន្តរាល់ថ្ងៃមិនមែនជាកន្លែងដែលគ្រាន់តែអ្នកស្រឡាញ់កុនឬក៏អ្នកដែលមានធនធានចង់មកវិនិយោគដើម្បីយកប្រាក់ចំណេញទេពេលនេះគឺជាពេលដែលត្រូវសាងស្នាដៃសាងទំនុកចិត្តឲ្យ audience ឲ្យគេជឿជាក់ទៅលើផលិតករកុំស្រឡឹងឲ្យសោះថាវិស័យនេះគឺជាកន្លែងដែលរលួយតែមួយមុខគត់វាគឺជាវិស័យដែលផ្ដល់អត្ថប្រយោជន៍វាជាវិស័យសិល្បៈដែលសម្រាប់លើកមុខវត្តជាតិយើងអញ្ចឹងសូមឲ្យបងប្អូនទាំងគ្នាប្រយ័ត្នជាពិសេសផលិតករថ្មីសូមឲ្យប្រុងប្រយ័ត្នមែនតើហើយកុំឲ្យខូចឈ្មោះកុំឲ្យបាត់បង់ទំនុកចិត្តទៅដល់អតិថិជនពួកគាត់អត់ដែលមើលឈ្មោះ studio ភាគច្រើនខ្ញុំអាចសឹងថា100ប្រហែលជា60-40ហើយដែលគាត់មើលឈ្មោះ studio អ្វីដែលគាត់មើលគឺកុនខ្មែរហ្មងកុនខ្មែរមិនកើតប្រយ័ត្នមែនតើអាហ្នឹងអានេះយុទ្ធសាស្ត្រត្រីមួយស្អុយមួយកត្រកខ្ញុំអរគុណបងមែនតើដែលបានលើកចំណុចហ្នឹងព្រោះអានេះពីបទពិសោធន៍ខ្ញុំទេបងថាខ្ញុំរើសអើងក៏បានឬក៏មិនក៏បានដែរប៉ុន្តែយើងមានជំរឿនផ្ទាល់ខ្លួននៅក្នុងការជ្រើសរើសមើលកុនបើថាកុនខ្មែរមិនសូវមានកត្តាជំរុញឲ្យទៅមើលច្រើនទេដោយសារប្រភេទកុនហ្នឹងវានៅក្នុងប្រភេទរឿងដដែលពេកសម្រាប់ខ្ញុំទេណាហើយខ្ញុំមិននិយាយថាឲ្យអ្នកណាគាត់ថាខ្ញុំអត់ចូលចិត្តមើលរឿងភ័យខ្លាចរឿងខ្មោចច្រើនពេកទេប៉ុន្តែមិនមែនថារឿងខ្មោចល្អមើលទេបើរឿងល្អមើលទៅមើលដូចគ្នាប៉ុន្តែបើថាទៅមើលឲ្យគាត់ថា10នាទីដំបូងអត់តាក់ទាញវាអាចជាគេថាកត្តាមួយដែលធ្វើឲ្យយើងហ្នឹងលេងចង់ទៅមើលហ្មងអញ្ចឹងបងលើកចំណុចហ្នឹងល្អព្រោះមិនមែនតែចាក់ទៅរឿងខ្មោចព្រោះអ្នកខ្លះគាត់ធ្វើរឿងក្រៅពីរឿងខ្មោចប៉ុន្តែឲ្យតែគុណភាពហ្នឹងវាគេទទួលស្គាល់ព្រោះឃើញក្រោយនេះមានរឿងដែលលេចធ្លោច្រើនហើយរឿងដែលគួរតែបានលើកត្រូវបានគេលើកដំកើងតែអត់ទទួលនៅឱកាសហ្នឹងដោយសារតែត្រីមួយស្អុយមួយកត្រកហ្នឹងឯងបាទទៅលើគម្រោងសប្តាហ៍ថ្ងៃដែលបងបានឃើញឆ្លៀតនិយាយតិចកុនដែលបងកំពុងតែផលិតដែលតាក់ទងជាមួយនឹងខាងដងរែកផលិតដល់ណាហើយបងយើងថតចប់ហើយឥឡូវហ្នឹងយើងកំពុងតែ post production ហើយម្សិលមិញហ្នឹងគឺចប់ stage ផងខ្ញុំបានខ្ញុំ director ខាត់ហ្នឹងគឺខ្ញុំខាត់ឲ្យអស់ហើយម្សិលមិញជប់ហ្នឹងគឺយើងបានអញ្ជើញ director អញ្ជើញអ្នកកាត់ online មកពីក្រៅប្រទេសណាជនជាតិកាណាដាគាត់មកកាត់ trailer ម្សិលមិញអាយ៉ាចាស់ច្រើនចាយច្រើននិយាយទៅចាយច្រើនព្រោះខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំចេះកាត់តខ្ញុំចេះធ្វើ graphic ប៉ុន្តែខ្ញុំអត់ធ្វើតែខ្ញុំអត់ចង់ស្អីចេញពីខ្លួនបាទខ្ញុំអាចជា director ផងជាអ្នកកាត់តផងខ្ញុំអាចខ្ញុំកាត់បានហើយប៉ុន្តែខ្ញុំអត់ចង់ final ខ្លួនឯងទេបាទបងពីព្រោះយើងមាន version យើងមាន international version មាន local version អញ្ចឹងយើងអូអញ្ចឹងរឿងហ្នឹងនឹងមាន version ខុសគ្នាសម្រាប់ trailer បាទអូខេបងបាទអូចង់មើលដែរនេះចាំមើល
ព្រោះឃើញ behind the scene មក posture ហ្នឹងយើងគេហៅថាយើង create buzz តាម behind the scene ហ្នឹងក៏មើលទៅទំនងខ្លាំងមែនតើចាំមើលទាំងអស់គ្នាបាទឥឡូវយើងមកខាងមេធាវីវិញមកអង្គុយស្ដាប់មួយថ្ងៃឥឡូវយើងចូលមេធាវីយើងសួរសាមញ្ញតើតោងមួយនឹងឧទាហរណ៍ណាដូចបាញ់បងមនីក៏បានលើកឡើងហើយទៅលើការយកកុនទៅប្រើប្រាស់ដោយអត់មានច្បាប់ត្រឹមត្រូវនៅក្នុងកលៈទេសៈនេះឧទាហរណ៍ឥឡូវយើងនិយាយពីក្នុងកុនក្នុងស្រុកវិញកុំឲ្យពិបាកយល់ព្រោះយើងនិយាយរឿងក្រៅស្រុកគេលោកវាតាក់ទងvới international law វិញឆ្ងាយតែរឿងកុនក្នុងស្រុកឧទាហរណ៍ដូចរឿងបងលីដាអញ្ចឹងត្រូវបានគេយកទៅចែកចាយបន្តដោយអត់មានការទិញឬក៏រំលោភបំពានសិទ្ធិរបស់គាត់កម្មសិទ្ធិបញ្ញាជារួមតើអាហ្នឹងនៅក្នុងផ្លូវច្បាប់យើងត្រូវដោះស្រាយដោយរបៀបណាចាសំណួរនេះមែនតើមកគឺសំណួរដែលភាគច្រើនអ្នកដែលមកសួរនាំរឿងផ្លូវច្បាប់ហ្នឹងគេមកសួរដូចគ្នាថាតើធ្វើម៉េចបាទខ្ញុំអាចការពារសិទ្ធិរបស់ខ្ញុំបានបាទចាខ្ញុំមុននឹងលើកហ្នឹងខ្ញុំចង់លើកថាច្បាប់យើងគឺមានតកតងទៅនឹងកម្មសិទ្ធិបញ្ញាជាពិសេសបើសិនជាយើងតកតងទៅនឹងរឿង movie រឿងកុនអីផ្សេងៗហ្នឹងគឺគេហៅថាសិទ្ធិអ្នកនិពន្ធរឿងសិទ្ធិប្រហែលមានតាំងពី performer ដូចជា Taylor Swift អីហ្នឹងគឺគេមានសិទ្ធិក្នុងការការពារ performance របស់គេបានអញ្ចឹងចំពោះការពារសិទ្ធិរបស់យើងគឺតាមមែនតើមកគឺយើងតាមអ្នកប្តឹងគាត់ចង់ប្តឹងរដ្ឋបវេនីដែលនិយាយថាប្តឹងទាមទារសំណងឬក៏គាត់ចង់ប្តឹងលក្ខណៈព្រំទាន់ព្រោះថាព្រំទាន់ក៏មាននៅក្នុងច្បាប់ក៏មានចែងដែរថាបើសិនជាក្នុងករណីបំពានវាអាចពីចាប់ផ្ដើមមកខ្ញុំមើលទៅគឺមានតាំងពីមួយខែក្នុងករណីដែលការបំពានអីផ្សេងៗតាមលើថាតើការបំពានហ្នឹងការដែលល្មើសច្បាប់ហ្នឹងគឺក្នុងរូបភាពបែបណាអញ្ចឹងអាចតាំងពីមានពិន័យជាប្រាក់វាអាចជាការសងការខូចខាតឧទាហរណ៍បើសិនជាគាត់បានបំពានហើយយើងប្តឹងសុំសំណងរដ្ឋបវេនីយើងអាចដាក់ពាក្យប្តឹងទៅយើងអាចទាំងរដ្ឋបវេនីហ្នឹងមិនមែនត្រឹមតែបានលុយមកវិញទេយើងអាចសុំឲ្យទាំងមានការបញ្ឈប់ទៅលើសកម្មភាពដែលគាត់កំពុងតែធ្វើហ្នឹងយើងអាចឲ្យតុលាការផ្សេងៗហ្នឹងតាមយើងថាយើងអត់ចង់ថាប្តឹងព្រមតាន់ទៅជាប់គុកជាប់ច្បាប់អីចឹងទេក៏ប៉ុន្តែគាត់មានសិទ្ធិក្នុងការចាត់វិធានការទាំងផ្លូវច្បាប់មានន័យថាទាំងរដ្ឋបវេនីទាំងព្រមតាន់បាទវាស្មុគស្មាញនៅក្នុងការប្តឹងផ្តល់រឿងទាំងអស់ហ្នឹងបើសិនជារឿងនឹងកើតឡើងបើខ្ញុំចង់ថាចាត់ទុករឿងការបំពានហ្នឹងដូចជារឿងក្តីធម្មតាទូទៅដែរមានថាទៅតាមទៅលើភាពស្មុគស្មាញនៃរឿងផ្ទាល់ព្រោះដោយសារតែក្នុងករណីបើសិនជាច្បាប់ស្តីពីអ្នកនិពន្ធសិទ្ធិអ្នកនិពន្ធជាមួយនឹងសិទ្ធិប្រហែលហ្នឹងអាចនឹងជាមូលដ្ឋានយើងដឹងហើយយើងកុំគួរ copy គេឬក៏យើងកុំគួរបំពានគេប៉ុន្តែជាស៊ីជម្រៅមកដូចបងមិញលើកពីពាក្យបច្ចេកទេសផ្សេងៗហ្នឹងអ្នកខ្លះក៏អត់ដឹងទេអញ្ចឹងដូចគ្នាទៅលើខាងអ្នកអនុវត្តច្បាប់ដូចគ្នាយើងក៏មានត្រូវការពេលសិក្សាឧទាហរណ៍ខ្ញុំនិយាយពីរឿងតើ insurance ចុះធានារ៉ាប់រងផ្សេងៗក៏ពាក្យ technical ច្រើនមែនតើបើមិនជាខ្ញុំលើកពាក្យថា trust បរិធនបាលដល់ពេលលើកអញ្ចឹងទៅបងភ្ញាក់ថាចំពាក្យនឹងពាក្យអីគេអញ្ចឹងដូចគ្នាតែផងដែរគឺច្បាប់មានការវិវត្តរៀងរាល់ថ្ងៃប៉ុន្តែកម្ពុជាយើងមានច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាហើយយើងមានដូចជាឥឡូវខ្ញុំលើកឧទាហរណ៍ច្បាប់មិញខ្ញុំនិយាយពីច្បាប់2003បាទតកតងទៅនឹងសិទ្ធិអ្នកនិពន្ធប៉ុន្តែយើងមានសិទ្ធិពាក់ព័ន្ធនឹងពាណិជ្ជសញ្ញាមួយទៀតនឹងការប្រកួតប្រជែងមិនស្មោះត្រង់ទៀតអញ្ចឹងវាក្តោបដណ្ដប់ច្រើនមែនទែនគ្រាន់តែកម្មសិទ្ធិបញ្ញាមួយគឺក្តោបដណ្ដប់ច្រើនពាណិជ្ជសញ្ញាឧទាហរណ៍ថា logo ទៅលើអីមួយដូចជាបង logo podcast រៀន trademark ច្បាស់លាស់អញ្ចឹងគឺយើងមែនតើមកយើងមានច្បាប់មានអីទាំងអស់ក្នុងការការពារអញ្ចឹងទៅតាមតែដាក់ពាក្យទៅតុលាការគឺយើងធ្វើតាមនីតិវិធីធម្មតាវាមិនអាចថាយើងឲ្យអត្ថភាពគ្រាន់តែរឿងហ្នឹងវាជារឿងរៀងក្នុងជំនាញណាមួយអញ្ចឹងទេអញ្ចឹងតុលាការតាមផ្លូវច្បាប់គឺយើងតាមនីតិវិធីប៉ុន្តែនីតិវិធីឧទាហរណ៍ថារឿងរដ្ឋបវេនីឬក៏រឿងព្រមតាន់ក៏ដោយជាទូទៅទៅក្នុងរយៈពេល1ខែគឺគេត្រូវការកោះហៅគឺកោះអញ្ជើញភាគីហ្នឹងចូលមកបំភ្លឺបាទចាបានរៀនរបស់ថ្មីដែរនេះតែលើច្បាប់កម្មសិទ្ធិបញ្ញានៅប្រទេសយើងខ្ញុំគិតថាតលតអ្នកជួបស្ថានភាពមកគាត់ចាប់ផ្ដើមស្វែងទៅស្រាវជ្រាវតែនេះបើសិនជារៀបសាមញ្ញគាត់ចង់ទៅស្វែងយល់បន្ថែមតើគាត់គួរតែស្វែងយល់កន្លែងណាខ្ញុំគិតថាចាប់ផ្ដើមដំបូងគេ
បែបខ្ញុំចូលចិត្តអានសភៅ អូខេ អញ្ចឹងខ្ញុំនឹងអានច្បាប់នឹងមុនគេច្បាប់តកតងស្ដីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហែលហ្នឹងគឺខ្លីស្រួលអានស្រួលយល់គាត់មាននិយមន័យមានអីច្បាស់លាស់ហើយបើសិនជាអត់ទេយើងអាចបើសិនជាអាចយើងសុំមន្ត្រីខ្ញុំមាន case មួយករណីមួយហ្នឹងគាត់ប្តឹងផ្ដោតគ្នាពាក់ព័ន្ធទៅនឹងសិទ្ធិអ្នកនិពន្ធដែរ អូ អញ្ចឹងគាត់ប្តឹងនៅតុលាការហើយប៉ុន្តែដល់ក្រោយទៅគាត់ដាក់ពាក្យប្តឹងនៅក្រសួងវិញ បាទ អញ្ចឹងខាងមន្ត្រីនៅក្រសួងគាត់នេះគេហៅជាយន្តការរដ្ឋបាលក្នុងក្រសួងខ្លះគាត់មាននគរបាលគេហៅមន្ត្រីនគរបាលយុត្តិធម៌ បាទ ប៉ុន្តែនៅក្នុងក្រសួងយើងមានន័យថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈហ្នឹងគាត់មានមន្ត្រីរបស់គាត់ដើម្បីដោះស្រាយវិវាទអីផ្សេងៗហ្នឹងក៏លឿនដែរយន្តការលឿនមានន័យថាដូចឥឡូវហ្នឹងខាងរដ្ឋាភិបាលយើងក៏យកចិត្តទុកដាក់ខ្លាំងទៅលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអញ្ចឹងបើសិនជាយើងអាចជួបគ្នាជជែកគ្នាថ្លឹងថ្លែងហើយយើងអាចដោះស្រាយវាមិនបានក៏វាឆាប់ដោះស្រាយបានដែរបើសិនជាយើងចាំតុលាការអាចនឹងមានរយៈពេលយូរជាងបន្តិចដែរចា អូខេ អញ្ចឹងជាខ្លីគឺចាប់ផ្ដើមមកគឺអានច្បាប់នឹងសិនឬក៏យើងអានធ្វើ research ខ្លះៗទៅលើតថភាពទូទៅនៃច្បាប់កម្មសិទ្ធិបញ្ញាឬក៏បើសិនជាគាត់ចង់ដឹងរឿង movie ហ្នឹងតែម្ដងខ្ញុំ recommend ថាអានច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធតែម្ដងហ្នឹងគឺចំ រកឃើញហើយ ចំហ្មង បាទរកឃើញហើយ ឥឡូវខ្ញុំមានសំណួរមួយតនមេតាវីនេះ អាយ៉ា ឧទាហរណ៍ថាអាចឧទាហរណ៍ក៏បានដែរប៉ុន្តែខ្ញុំជួបផ្ទាល់ឧទាហរណ៍ថាយើងបានកំណត់មុខសញ្ញាអត្តសញ្ញាណ ចា អ្នកដែលរំលោភបំពានកម្មសិទ្ធិបញ្ញាផិនយើងហើយអាចតាមយើងនិយាយពាក្យសួរស្រាប់អ្នកដែលលួចរឿងយើងទៅយកទៅប្រើប្រាស់ដោយអត់មានការ ចា ការអនុញ្ញាត ចា យើងបានដាក់ពាក្យប្តឹង ចា ទៅខាងសមត្ថកិច្ច ចា ក្រោយពីយើងដាក់ពាក្យប្តឹងតើរយៈពេលប្រមាណដែលយើងគួររងចាំខាងសមត្ថកិច្ចធ្វើការហើយរយៈពេលប្រមាណដែលយើងគួរតែ take action បន្តបើសិនជាសមត្ថកិច្ចហ្នឹងអត់ធ្វើការឲ្យយើង អូចា យើងគួរតែប្តឹងទៅអ្នកណាផ្សេងក្រៅពីហ្នឹងទៀត អាចសុំសួរបានថាសមត្ថកិច្ចនៅពេលដែលបងនិយាយពីសមត្ថកិច្ចហ្នឹងគឺនគរបាលយុត្តិធម៌ឬក៏មន្ត្រីនគរបាលយុត្តិធម៌ឬក៏តុលាការ អាចនិយាយថាប៉ូលីស បើសិនជាក្នុង ឧទាហរណ៍ណា នៅឧទាហរណ៍ហ្នឹងឧទាហរណ៍តែអញ្ចឹង ក្នុងឧទាហរណ៍ថាខ្ញុំប្តឹងទៅប៉ូលីស បាទ តែគេបំពេញច្បាប់បំពេញលើសិទ្ធិខ្ញុំហើយ មែន ប៉ុន្តែហាក់បីដូចជាមានលក្ខណៈយឺតយ៉ាវ យឺតយ៉ាវឬ ចា ក៏ធ្វើការ ហ្នឹងខ្ញុំសូមអត់និយាយខ្លួនហ្នឹងតែបើថាយឺតយ៉ាវដោយសារយើងបណ្ដឹងច្រើនបងនគរបាលយុត្តិធម៌គាត់អាចនឹងមានបណ្ដឹងច្រើន បាទ អញ្ចឹងមានយន្តការគឺយើងដាក់ពាក្យទៅតុលាការក្នុងតុលាការដូចខ្ញុំបានជំរាបបងបងមិនមែនអញ្ចឹងគឺខាងតុលាការនៅពេលតែគាត់ទទួលបានពាក្យបណ្ដឹងគាត់មានជា process របស់គាត់ដែរក្នុងការចាត់ថាតើនរណាគេអ្នកចូលក្នុងសំខាន់គឺទៅសេពាក្យបណ្ដឹងឲ្យត្រូវតម្រង់បើមិនជាយើងទៅសេពាក្យបណ្ដឹងត្រូវតម្រង់ឧទាហរណ៍ថាក្នុងដែលតងច្បាប់រដ្ឋបវិន័យចុះក្នុងការទៅសេពាក្យបណ្ដឹងគេមានមាត្រា75នៃក្រមនីតិវិធីរដ្ឋបវិន័យរបៀបទៅសេតែម្ដងអញ្ចឹងយើងទៅសេឲ្យត្រូវតម្រង់ទៅគឺគេរៀបចំក្នុងអាចថាក្នុង2សប្តាហ៍ទៅមួយខែជាទូទៅគឺមួយខែគាត់នឹងអាចចេញលិខិតអញ្ជើញឲ្យភាគីម្ខាងទៀតគាត់ចូលមកគេហៅថាដីកាកោះចា ចំណែកឧទាហរណ៍នេះខ្ញុំចិត្តឆ្លល់តលិខិតអញ្ជើញដែលចេញមកនឹងតើខាងតឡាការយកទៅឲ្យជនខិលខូចហ្នឹងឬក៏អ្នកណាអ្នកយកទៅឲ្យ ជាទូទៅគឺយើងមានអាជ្ញាសាលាគេហៅថាអាជ្ញាសាលាអង់គ្លេសគេហៅថា bailiff អាជ្ញាសាលាហ្នឹងគាត់មានមន្ត្រីទូបន្ទុកកិច្ចការរដ្ឋបាលអីផ្សេងៗហ្នឹងគាត់ជួយបញ្ជូនទៅប៉ុន្តែមែនតើមកគឺយើងជាទូទៅតែម្ដងក្នុងទស្សនវិជ្ជាការអនុវត្តជាក់ស្ដែងគឺមានគាត់ធ្វើការជាមួយនឹងខាងប៉ូលីសប៉ុស្តិ៍ បាទ ដែលមាននៅលើអត្តសញ្ញាណប័ណ្ណដែលយើងមានអត្តសញ្ញាណប័ណ្ណពីជាទូទៅយើងប្តឹងនរណាគេមួយឬយើងដឹងគាត់គឺយើងដឹងថាទីតាំងគាត់នៅណា បាទ អញ្ចឹងយើងគាត់នឹងធ្វើការនៅពេលដែលយើងនៅពាក្យបណ្ដឹងយើងមានអាស័យដ្ឋានរបស់គាត់អញ្ចឹងខាងគេហ្នឹងគេនឹងតាក់ទងទៅខាងប៉ូលីសប៉ុស្តិ៍នៅអាស័យដ្ឋានហ្នឹងដើម្បីឲ្យធ្វើការបញ្ជូនលិខិតដីកាកោះហ្នឹងទៅដល់ជនពាក់ព័ន្ធហ្នឹង បាទព្រោះសួរអញ្ចឹងព្រោះខែមុនក៏តែចាប់បានដែរប៉ុន្តែដល់ឡែកយើងធ្វើការទៅតាមនីតិវិធីច្បាប់ដាក់ពាក្យបណ្ដឹងដោយវាយឺតណាអញ្ចឹងគាត់ណាយបើសិនជាយើងយឺតតាមមួយអាទិត្យរឿងផិនយើងដែលគាត់យកទៅ link នៅលើ link ហ្នឹងវាធ្វើឲ្យបាត់បង់ប្រយោជន៍យើងច្រើនមែនតើ
ចឹងយើងបានតែអញ្ជើញគាត់ខលដែរអញ្ជើញគាត់ហៅគាត់មកយ៉ាងច្រើនគាត់លើកដៃសាពះសុំទោសយកអីវ៉ាន់យកអីមកឲ្យយើង delete ទៅវិញអាចចេះបងវាមាននីតិវិធីដែលខ្ញុំបានជំរាបបងមិនដែរថាយើងមាននីតិវិធីទាំងព្រមតន់ទាំងរដ្ឋបាលវិនីមិនមែនរឿងទាំងអស់យើងត្រូវតែចូលព្រមតន់បើដឹងចាប់តាគុកចាក់ច្បាប់ទេប៉ុន្តែរឿងខ្លះគឺយើងអាចធ្វើវិធានការចាប់វិធានការជាព្រមតន់បានមានន័យថាក្នុងករណីដូចបងបានមានប្រសាសន៍មិញហ្នឹងគឺតកតងថាយើងទៅមិនឃើញគាត់ផុសហើយយើងត្រូវមិនឲ្យគាត់ឈប់ឲ្យបានបញ្ចុះឲ្យបានហ្នឹងយើងអាចដាក់រក្សាការពារបានយើងអាចដាក់រក្សាការពារប្តឹងដើម្បីឲ្យគេឲ្យតុលាការហ្នឹងសម្រាប់ក្នុងការបញ្ឈប់ការសកម្មភាពទាំងអស់ហ្នឹងឬក៏រឹបអូសរឹបឧបករណ៍ឬសម្ភារៈដែលកំពុងតែមានបញ្ហាហ្នឹងបានអាហ្នឹងលឿនហ្នឹងគឺជាវិធានការលឿនបំផុតលើកទី1មានភ្ញៀវស៊ូភ្ញៀវអត់ល្អបងព្រោះអីខ្ញុំមកនៅក្នុងindustry ដែលជាម្ចាស់កម្មសិទ្ធិបញ្ញានៅផ្នែកកុនអញ្ចឹងយើងនេះតែខ្ញុំចាំបានបងមានករណីនឹងកើតឡើងចំពោះបងមែនតែមានរឿងហ្នឹងឯងខ្ញុំចាំបានមានរឿងច្រើនណាស់ដែលគេយកទៅផុសលើ YouTube ផុសក្នុង Facebook អាខ្លះ live ទៀតព្រោះបើយើងនិយាយពីមនុស្សជាតិហ្មងថាគាត់អត់ដឹងវាត្រូវហើយគាត់អត់ដឹងមែនគាត់ធ្វើប៉ុន្តែចុះបើសិនជាយើងប្រកាសហើយយើងណែនាំហើយសម្រាប់អ្នកដែលដឹងត្រូវទៅដាស់តឿនអ្នកដែលអត់ដឹងព្រោះបើសិនជាយើងនៅបន្តទៀតអានេះវាត្រឡប់ទៅអ្វីដែលយើងឆ្លងកាត់នៅក្នុងវិស័យកំសាន្តវិញយើងនិយាយថាវិស័យតន្ត្រីចុះយើងជាប់ឈ្មោះអសោចមួយជាមួយនឹងការចម្លងផ្ទះលេខ2ហើយយើងវិវត្តទម្រាំដែលយើងចេញផុតពីឈ្មោះហ្នឹងគឺរបស់ដែលយើងបង្កើតខ្លួនឯងនេះឯងហើយក៏មានអ្នកដែលគាត់ជំនាន់ទៅហួសហ្នឹងទៀតជំនាន់មាន CD កាសែតនៅមាន CD ចម្លងកាសែតចម្លងខ្ញុំគិតថាទាំងអស់គ្នាដែលស្ដាប់ទាំងអស់គ្នានៅទីនេះធ្លាប់ទិញមិនអត់ធ្លាប់ទេប៉ុន្តែសួរថាឥឡូវទីផ្សារវារបត់យើងមានគេថាធម្មតាតំណែងបើអត់មានផ្សារលក់យើងអត់លក់នៅណាកែទេយើងលក់នៅតាមផ្ទះតើគេទៅរយអត់ទេតែបើយើងមានផ្សារយើងមានហាងមានម៉ាតមានអីយើងយកដាក់តាមកន្លែងហ្នឹងដើម្បីគេទិញហ្នឹងឯងវាដូចតាdigital product ដែលយើងមាននេះហ្នឹងពួកខ្ញុំគាត់ថាបើនិយាយពី content មួយម៉ាត់វាក្តោបទាំងកុនក្តោបទាំងអីដែរក៏ប៉ុន្តែត្រឡប់មកខាង studio វិញកុំអង្គុយយូរពីបាក់ឯនៅក្នុងការឧទាហរណ៍បងលីដាក៏បានលើកដែរជាមួយនឹងការផ្ដាំផ្ញើទៅកាន់ studio house ផ្សេងៗគាត់បង្កើតកុនឧទាហរណ៍ខ្ញុំមានកុនខ្ញុំចង់យកទៅដាក់នៅរោងកុនឬក៏លក់ឲ្យ Vestage តើគាត់អាចធ្វើដោយរបៀបណាពេលយើងចាប់ផ្ដើមដំបូងឡើយពេលយើងមានរោងកុនមានផលិតករគាត់ approach មកច្រើនព្រោះថាខ្ញុំមិនតំណាងឲ្យតែខាងចាក់ចាយតែខាងរោងកុនដូចគ្នាដែរត្រូវកន្លែងបាទចាពួកគាត់ធ្លាប់ approach មកពួកខ្ញុំវិញថាឥឡូវខ្ញុំមានរឿងហើយរឿងផុសពួកខ្ញុំគឺ format បែបនេះអញ្ចឹងហើយដល់ពេលគាត់ចាក់ឲ្យយើងមើលទៅគាត់ថាជាដងហាមធំមួយថាអូខេពួកគាត់ខ្វះតាំងពី surround sound តាំងពី image របស់គាត់នៅពេលដែលយើងដាក់នៅលើ big screen ទៅគាត់បែកហើយជា file របស់គាត់ហ្នឹងអត់អាចជាលក្ខណៈ HD enough សម្រាប់ហងហើយទាំងអស់ហ្នឹងគាត់ go through a lot សម្រាប់ journey របស់យើងតាំងពីឆ្នាំ2011មកតាំងយើងពេលយើងបង្កើតរោងតាំងពីយើង provide like knowledge ទៅដល់ផលិតករមួយចំនួនដែលគាត់ថាខ្ញុំមាន content ខ្ញុំចង់ដាក់នៅរោងតែខ្ញុំត្រូវធ្វើមិនអញ្ចឹងមាន difficult ខ្លាំងអញ្ចឹងដល់ពេលនិយាយទៅមួយជំហានវាមិនអាចថាមួយជំហានជប់ចេញទេប៉ុន្តែបច្ចុប្បន្នភាពដោយសារមានបងលីដាមានអ្នកដែលផលិតករច្រើនដែលពួកគាត់មាន knowledge ទាំងអស់ហ្នឹងហើយអញ្ចឹងពួកគាត់អាច share knowledge ទាំងអស់ហ្នឹងជាមួយនឹងផលិតករផ្សេងទៀតដែលជាផលិតករថ្មីដែលគាត់ on board ដូចគ្នាដែរហើយ journey ហ្នឹងក៏ shorter like ខ្លីជាងមុនហើយតកតងទៅនឹង how to improve the quality ដើម្បីដាក់ចូលក្នុងរោងអញ្ចឹងជាចំណុចសំខាន់ដើម្បីដាក់រោងបានផលិត like ផលិតកម្មរបស់យើងត្រូវតែ qualify ទៅលើ like surround sound ទៅលើ image ទៅលើ file ប្រភេទ file ចាដើម្បី on board បានអញ្ចឹងបើនិយាយថាពិបាកឬក៏អត់ពិបាកអាចនិយាយថាពិបាកក៏អាចនិយាយថាមិនពិបាកពិបាកបើសិនជាអត់ដឹងក្បួនខ្នាតចាបាទអត់ពិបាកដោយសារតែយើងរបៀបរបបយើងមានរបៀបរបបធ្វើការចាបាទអានេះឧទាហរណ៍ជាក់ស្ដែងមួយទៀតឧទាហរណ៍រឿងកុនទៅលើ Netflix ខ្មែរយើងមានតែប្រហែលរឿងទេបើសិនជាមានមួយរឿងដែរ Netflix តែដូចចេញឯង jailbreak ដូចគេហៅថា left the platform ឲ្យពួកមានអាយុកាលរបស់វាអានេះឧទាហរណ៍ល្អមែនតើពួកអ្នកខ្លះដែលគាត់ប្រើប្រាស់ Netflix គាត់មើលគាត់ដឹងឲ្យឆ្ងល់ខ្លះរឿងខ្លះ
រឿងចាស់ហេតែគេទំដាក់ coming soon អញ្ចឹងទៅរឿងតាំងពី2012វាយកមកដាក់អានេះដោយសាររបៀបរបបក្នុងការទិញមាតិកាប៉ុន្តែNetflix បើសិនយើងចង់ qualify តើកាមេរ៉ាហ្នឹងវា Netflix approve បងលីដានឹងច្បាស់ហ្មងតើមានគេមាន list គេហ្មង Netflix approve ហើយប្រភេទ file ប្រភេទ frame rate កម្រិតច្បាស់ប៉ុណ្ណេះគឺត្រូវតែមានហ្នឹងមែនខ្ញុំធ្លាប់ go through ឯកសាររបស់គាត់ដែរមកផ្ទះធំបែបនេះអូការដាក់រឿងហ្នឹងគឺទៅអូហើយមិនមែនតែ file រឿងហ្នឹងត្រូវ qualify ទេទាំង trailer ទាំង poster ទាំង everything ត្រូវ qualify ដូចគ្នាជាកញ្ចប់តែម្ដងចាជាកញ្ចប់ហើយជាលក្ខណៈថាអូទាំង credit ថាតើនរណាគេ behind the scene អ្នកណាគេអ្នកថតហើយអ្នកថតទាំងអស់ហ្នឹងគាត់បាន approve បាន sign agreement ថា IP របស់គាត់ហ្នឹង show នៅក្នុងហ្នឹងអត់បើមិនចឹងទេមានប៉ះពាល់ទៅនឹងច្បាប់ថា IP របស់ខ្ញុំបាននិយាយអីផងតែយករូបខ្ញុំយកទៅដាក់ display ជាលក្ខណៈ international អីចាមានច្រើនខ្លាំងមកឯកសាររបស់គេឡើងធំម៉ែវិញឆ្ងាយចឹងបានជាបារបស់គាត់យ៉ាងនិយាយថាដូចត្រឡប់មកពាក្យខ្ញុំនិយាយចឹងថាបើសិនយើងដឹងក្បួនខ្នាតវាស្រួលហើយតែបើសិនជាយើងអត់ដឹងវាទៅជាលក្ខណៈថាបាហ្នឹងវាខ្ពស់ខ្លាំងបាទខ្ញុំសង្ឃឹមថានឹងមានរឿងខ្មែរបន្តទៀតដូចបងឬមកលីដាប្រហែលរឿងក្រោយៗនេះគឺខ្លឹមខ្ញុំគាត់ថាគួរតែនៅក្នុងហ្នឹងបើទៅឃើញរឿងគេមិនសូវស្រួលចិត្តទេតែឃើញរឿងខ្មែរមួយរឿងពីររឿងមើល10ថ្ងៃមើលម្ដងទៀត10ថ្ងៃមើលម្ដងទៀតព្រោះវាជា distribution មួយដែលបង្ហាញពីសក្តានុពលគាត់តែបងលីដាខ្ញុំគាត់ថាគាត់ទៅផ្លូវហ្នឹងឯងព្រោះដែលលើជាក់ស្ដែងបទពិសោធន៍របស់បងនៅក្នុងការបង្កើត Codec យើងបានជជែកដែរប៉ុន្តែចង់ទទួលបានការ update តិចដែរថាវា sustain ទេបងវាគង់វង្សអត់នៅក្នុងការដែលយើងបង្កើត platform ខ្លួនឯងនៅក្នុងការបង្ហាញស្នាដៃរបស់ studio ហើយឥឡូវឮថាមានអ្នកតំណងជាមួយនឹង studio ដទៃទៀតការចំណាយទៅលើប្រើប្រាស់ទុននៅក្នុងការបង្កើត Codec នឹងចាយច្រើនទេសម្រាប់ការបង្កើត Codec យើងចាយច្រើនត្រូវប៉ុន្តែបើសួរថា Codec និង Substance ឬក៏អត់ខ្ញុំគិតថាអត់បញ្ហាទេដោយសារតាំង Codec វាខ្ញុំ apply ទៅមិនមែនជា OTT platform ដូច Netflix ឬក៏ដូចអីទេបាទពាក្យអង្គរ DC ហ្នឹងពាក្យពេញវាគឺអង្គរ Digital Cinema អញ្ចឹងឥឡូវហ្នឹងយើងមានផលិតករផ្សេងយកកុនមកដាក់ហ្នឹងអញ្ចឹងវាដូចជាកន្លែងដែលពួកគាត់ផ្ញើកុននេះពួកខ្ញុំមិនបាច់ចាំតែទិញ content ហើយម្ចាស់ content ហ្នឹងក៏មិនចំណាយលុយអីច្រើនដែរអញ្ចឹងពួកយើងឲ្យគាត់ដាក់ content ចូលក្នុង Codec ពួកយើងជួយ promote គាត់ពួកយើងជួយផ្សព្វផ្សាយចេញពីទាំង Codec ទាំង LD អញ្ចឹង LD រងហើយគឺថាយើងមាន fan ច្រើនហើយ Codec គឺយើងមាន fan ច្រើនអញ្ចឹងឧទាហរណ៍ផលិតករ A គាត់យកគាត់មកដាក់គាត់ទទួលបាន fan ពី LD ហើយពួកយើងជួយម្លែកបន្ថែមទៅទៀតបាទហើយសម្រាប់ការចែកភាគលាភវិញគឺពួកគាត់បានច្រើនពួកយើងសឹងយកទៅថ្លៃ marketing នេះពួកយើងគាត់ថាធ្វើម៉េចដែលកោការផាន់ខ្ញុំហ្នឹងគឺក្រោយពេលដែលខ្ញុំផលិតកុនដែលខ្ញុំឃើញបញ្ហាច្រើនហ្នឹងគឺកន្លែងលក់មិនថាតាផលិតករមិនថាតាសិល្បករមិនថាតែគឺគាត់លក់បានខ្លួនគាត់នៅតែក្នុងពេញកាលពីមុនណាបាទលក់បានខ្លួនគាត់នៅក្នុងពេញមានន័យថាម៉េចមានន័យថាតួកុនប្រឹងសំដែងពេញមួយរឿងតែទីបំផុតលក់សម្បត្តិបាននៅក្នុងពេញផលិតករប្រឹងថតចប់ពេញមួយរឿងតែក៏លក់បាននៅក្នុងពេញដោយសារមានស៊ីនេម៉ានៅក្នុងពេញឥឡូវយើងមានតាមខេត្តអញ្ចឹងបាទខ្ញុំគិតថាជំហានចម្បងហ្នឹងគឺកន្លែងដែលលក់ធ្វើម៉េចលក់ពួកគាត់ឲ្យបានច្រើនឲ្យបានថ្លៃអញ្ចឹងវានឹង develop ទៅតាមក្រោយនៅពេលណាដែលពួកគាត់បានច្រើនអញ្ចឹងបាទយើងបង្កើន Codec នឹងឡើងយើងឥឡូវហ្នឹងយើងឃើញថាកុនខ្មែរមួយយើងអាចលក់បានទៅដល់កូរ៉េទៅដល់អាមេរិកទៅដល់ឯណាឲ្យតែមានកុនខ្មែរអាចថាមួយរឿងយើងអាចលក់នៅកូរ៉េបាន 2,000 នាក់កັບភាសាជាងពួកគាត់កាប់ពីមុនចាក់ចប់ពីរោងកុនហើយអត់ដឹងយកទៅណាដូចនៅខេត្តមណ្ឌលគិរីនៅខេត្តស្វាយឬយើងនៅខេត្តស្អីចឹងឥឡូវហ្នឹងយើងមានអ្នកមើលទៅតាមច្រើនទៅតាមរឿងផនគាត់ផលិតល្អប្រម៉ូទផ្សព្វផ្សាយបានដល់បណ្ណាដូចរឿងខ្លះគ្រាន់តែគាត់ take off screen ពីរោងកុនហ្នឹងគាត់លក់បាន 300,000 នាក់នៅក្នុង Codec ទៀតបាទនេះជាចំណុចដែលយើងគិតថា Codec អាចនឹងល្អមិនថាតែសម្រាប់តែ LD ទេព្រោះ Codec មិនបង្កើតឡើងសម្រាប់តែ LD គឺសម្រាប់សិល្បករទាំងអស់គ្នាសម្រាប់ផលិតករទាំងអស់គ្នាដែលជាជ្រក់មួយក្នុងការផ្សព្វផ្សាយស្នាដៃផងពួកគាត់ចេញទៅក្រៅបាទអូជារឿងមួយដែលល្អហើយខ្ញុំគាត់ថាអ្វីដែលខ្វះខាតហ្នឹងគឺស្នាដៃទេឲ្យតែមានខ្ញុំជឿថាមិនខ្វះកន្លែងបញ្ចេញទេហើយប៉ុន្តែបើមានស្នាដៃហើយក៏ត្រូវតែមានក្បួនខ្នាតច្បាប់ដើម្បីការពារស្នាដៃទាំងអស់នោះបាទត្រឡប់មកខាងបងទេចាំទៅខាងមេធាវីឧទាហរណ៍ចាស់ស្ដែងយើងទិញកុនមកដែលដូចបងលីដាក៏បានលើកឡើងមានការប្តឹងផ្ដាល់ទៅដល់សមត្ថកិច្ចដើម្បីដោះស្រាយរឿងរបស់គាត់
ចុះរឿងដែលយើងទិញមកពីបរទេសអ្នកណាជាអ្នកប្តឹងបើសិនជាមានការយករឿងទៅចែកចម្លែកនៅក្នុងឧទាហរណ៍ឥឡូវយើងទិញសិតរឿងពាក់អាវ Thunderbolt និយាយរឿង Thunderbolt ហ្មងទៅយើងទិញរឿង Thunderbolt យកមកផ្សព្វផ្សាយមកចាក់ប្រចាំងនៅក្នុងរោងកុនខ្មែរស្រាប់តែមិនតាន់បានស្អីផងមានគេដាក់ឲ្យចែកចាយបាត់ឬក៏មានករណីលើមុនដូចជាថតចេញពីរោងកុនតើយើងដោះស្រាយបែបម៉េចពី studio ដំណោះស្រាយរបស់ studio ទៅគាត់ដោះស្រាយបែបម៉េចចឹងតាម case ដែលពីមុនយើងធ្លាប់ជួបពីមុនមកគឺខាង studio ក៏ត្រូវ authorize មកខាងយើងចឹងដូចតែជាធម្មតានៅពេលដែលយើងចង់កុងត្រាជាមួយនឹងគេគឺគេ authorize យើងថា let's say ថាសិតផ្ដាច់មុខឬក៏សិតមិនផ្ដាច់មុខឬក៏សិតដែលថាតំណាងឲ្យពួកគាត់មកធ្វើលក្ខណៈខាងច្បាប់បែបហ្នឹងអត់ចឹងភាគច្រើនគឺដើម្បី protect សិទ្ធិរបស់ពួកគាត់គឺពួកគាត់ approach លក្ខណៈថាដើម្បីឲ្យយើង support គាត់ទៅលើរឿង local law ទាំងអស់ចាអញ្ចឹងនេះគឺជាត្រឡប់មកវិញគឺបានថាឆ្លើយ directly ទៅគឺថានេះគឺជាទំនួលខុសត្រូវរបស់អ្នកចែកចាយចាអញ្ចឹងអ្នកចែកចាយហ្នឹងមិនមែនថាអូខ្ញុំចង់ប្តឹងគេហ្មងអត់ទេដោយសារម្ចាស់សិទ្ធិគាត់ប្រាប់ថាឥឡូវយើងត្រូវតែ protect content របស់គាត់ protect សិទ្ធិរបស់គាត់អញ្ចឹងក្នុងនាមជាយើងអ្នកតំណាងរបស់ពួកគាត់អញ្ចឹងយើងត្រូវតែធ្វើតាមផ្លូវច្បាប់របស់ស្រុកខ្មែរយើងចាចុះនៅក្នុងការប្តឹងផ្ដាល់ហ្នឹងទៅលើរឿងឧទាហរណ៍គេយកទៅចែកចាយគេយកទៅលក់បន្តអានេះយើងជាអ្នកសម្រាប់ចិត្តផ្ទាល់ទេគ្រាន់តែបញ្ជាក់ឲ្យយើងជាអ្នកសម្រាប់ចិត្តផ្ទាល់ឬក៏មានសម្ពាធអត់ពី studio មកថាត្រូវតែធ្វើដោយ studio ណាគាត់ថា leave it to យើងព្រោះថាយើងទទួលសម្ពាធប៉ុណ្ណានៅពេលដែលវាប៉ះពាល់កម្រិតមួយណាយើងជាអ្នកចាក់ខ្លួនឯង studio ខ្លះវិញគេថា please do it ព្រោះថានៅក្នុង agreement មានហើយអ្នកឯងត្រូវតែធ្វើវាហើយអ្នកឯងជាអ្នកតំណាងខ្ញុំអ្នកឯងអត់ធ្វើខ្ញុំពឹងអ្នកឯងជាអ្នកតំណាងធ្វើអីបាទអូទទួលបានតាក់ទងមួយនឹងទៅខាងមេធាវីតិចព្រោះមិញទីច្បាប់មកមើលមើលហើយនៅក្នុងនោះមានសិទ្ធិអ្នកសម្ដែងទៀតចាកម្មសិទ្ធិអ្នកសម្ដែងទៀតអាហ្នឹងបែបម៉េចទៅអាចដូចខ្ញុំជំរាបបងចឹងមិញហ្នឹងគឺយើងសិទ្ធិអ្នកនិពន្ធហើយនឹងសិទ្ធិប្រហែហ្នឹងហើយប្រហែហ្នឹងមានទាំងសិទ្ធិការសម្ដែងមានន័យថាឧទាហរណ៍ខ្ញុំលើក Taylor Swift ចុះភាសាយើងស្គាល់ទាំងអស់គ្នាidol ចាបើសិនជាគាត់សម្ដែងនៅក្នុងកម្មវិធីនៅកន្លែងណាមួយអញ្ចឹងឧទាហរណ៍ថាគាត់ទៅកន្លែង club នឹងណាមួយដែលគាត់និយាយថាតាមទៅលើនេះទេព្រោះអ្នកខ្លះគឺគាត់យកទូរស័ព្ទគាត់ថតក៏មិននឹងបានប៉ុន្តែការសម្ដែងខ្លះវាមានចែកនៅក្នុងច្បាប់យើងមិនបាននិយាយដល់ល្អិតដល់ចឹងទេប៉ុន្តែយើងអាចនិយាយបានថាទៅតាមមើលថាធម្មជាតិនៃការសម្ដែងរបស់គាត់នឹងតែគាត់សម្ដែងហ្នឹងគឺគាត់បានស្នាដៃរបស់គាត់ហ្នឹងគឺទៅលើការរាំឬទៅលើការច្រៀងការសម្ដែងវាអាចទៅច្រៀងអាចរាំអញ្ចឹងបើសិនជាគាត់នៅក្នុងហ្នឹងមានគេលួចថតការសម្ដែងរបស់គាត់ចឹងហើយយកទៅដោយមិនមានការអនុញ្ញាតនៅពេលដែលនៅក្នុងតាំងដែលនៅកន្លែងទីតាំងដែលគាត់ទៅសម្ដែងហ្នឹងគេដាក់ថាហាមថតនេះគឺប៉ះពាល់ទៅដល់សិទ្ធិរបស់គាត់បាទចាយល់ហើយយើងនិយាយដូចចូលស្រាក់មន្ទីរគេដាក់ហាមថតហ្នឹងវាថតលាន់សាមញ្ញស្រួលយល់គេដាក់ហាមថតកុំថតចាបាទហើយដូចក្រុងកុនអញ្ចឹងគេថាមុនមើលកុនគេចេញមកហាមថតផុសនឹងប្រឈមមុខច្បាប់ធ្វើដែលហ្នឹងដាក់ប្រាប់អីណាធ្វើដែលចឹងថាវានៅតែមានវាមិនអត់ទេប៉ុន្តែបន្តទៅបងលីដាបងក្នុងបទពិសោធន៍បងនៅក្នុងការផលិតកុនបងមានអារម្មណ៍ថាកក់ក្ដៅជាមួយនឹងទទួលបាននៅការការពារស្នាដៃរបស់បងចង់ដឹងពី perspective របស់បងវិញពិបាកបាទឆ្លើយបាទសម្រាប់ទទួលបានការកក់ក្ដៅបើនិយាយពីច្បាប់ផនយើងដែលចែងណាដែលអានខ្លះពីកម្មសិទ្ធិបញ្ញាហ្នឹងគឺធម្មតាច្បាប់កម្មសិទ្ធិបញ្ញាគឺផ្ដល់អត្ថប្រយោជន៍ច្រើនដល់ពួកយើងបើនិយាយពីច្បាប់យើងមានអារម្មណ៍ថាកក់ក្ដៅបាទប៉ុន្តែបើនិយាយពីស្មោះត្រង់ទៅពេលដែល link ម្ដងអត់សូវកក់ក្ដៅហ្មងទេហ្នឹងហើយបងចាអត់សូវកក់ក្ដៅហ្មងខ្ញុំមិនបាច់បកស្រាយពាក្យថាអត់សូវកក់ក្ដៅហ្មងទេអញ្ចឹងថ្ងៃហ្នឹងគឺយើងព្យាយាមធ្វើម៉េចខ្លួនឯងហ្នឹងឲ្យ high security មែនតើដូចជាអង្គរ DC ពួកយើងអញ្ចឹងយើងមានមធ្យោបាយក្នុងការធម្មតាអង្គរ DC ជា digital platform មួយហើយអញ្ចឹងធម្មតាស្អីក៏ដោយឲ្យតែ display ចេញ
tới trong lúa cơ bản mà rót rồi mong có uột bàn tay nó không có đi xí cứ dừng miền số bài mới không cả squat mục nè lúa ham cái đã lúa ban còn là bàn tay còn là cái lúa phím nhưng đang mà số tốt nhưng đang mỏng chẳng đang ăn để lúa mỏng chẳng còn lúa chứ còn đang chẳng rồi ngày nắng vì sang đang dậy tha bị quả sao đáp bài lúa cho ta lúa bữa được này mà này cũng đã lơ xong đi trên ngọc anh mong trong dậy chẳng nè phố nè khá ót này con mền lúa đằng bay trái bong ôn con mưa thì con lúa đằng bay cho ta đã không Facebook vô và you bằng chẳng đấy con cho con miền là team mua trên năng Telegram link nè con mình group không chẳng conแต่ละเรื่องเยอะละลิงเยอะไงก็เตี้ยลุยไปเกี่ยวแค่ไหนนั่งเหมือนลุยทอมนะลุยให้แต่เธออาชีพการทำเยอะดีนั่งทุนทั้งหมดสำหรับส่วนทางเกาะกระดาษหรือออสวี50เอาไว้เดี๋ยวยังอัดเธอบ้านหัวไงนั่นคือเชื่อเยี่ยมกาเปียโคลนไอเหมือนเต้นเฮ้ยนั่งจัดประเทศกายเลื่อนกลายไปยังดังนะปูสมัยดิจิตอลเป็นจังแต่ยังบัดอัดตอนตามมาติดเปียติดเรื่องยังกระปงตะลุบ้านโอแต่หอทาเรื่องมวยกระปงตะลางนั่นเลยรงกดไลฟ์ไทม์ลุนั่นเลยรงกดนั่งบ้านยังยูเปียติดเรื่องละอเถอะจังบัดสันเชื่อเรื่องนั่งโอแต่หอทาเวลิกในไงตีใบนั่งน่ะติดตีมวยนะกดโพสนั่นเลย YouTube นั่งตามมาติดนั่งยังอะไรแต่ take action ติดตามเตะไปทีเธอเปียกปัดดังเธอไอ้นั่งมองแต่จริงหรือคิดจริงไอ้นั่งคือกดซับไซน์นั่นเลยโซเชียลมีเดียนั่นเลยปีมาตัดเปลี่ยนจังลุเล็กบ้านในคงรงกันเลยไอ้จับบ้านกดก่อนเซsorry ดำติดนั่งจังบอกมองเปลือกเขาโชว์จังบัดจังจังนี่ปียมเต๋อคือดาสโนว์โปรทานเตะไปทีบ้านเลื่อนบ้านกันแต่อ๋อบัดทัดดังหอยทัดเทคแอคชั่นบานพลิ้มหัวยังดังนั่นcái chào cáiลุยพลิ้มยังดังพลิ้มนั่นนายนั่งจังอัดเลื่อนบ้านแต่ละอ๋อบ่าสลับtừ ធ្លាប់ឃើញរឿងនឹងកាត់ឡើងថ្មីហ្នឹងក៏វាមានស្ថានភាពនឹងកាត់ឡើងមុនថ្មីហ្នឹងក៏មានស្ថានភាពនឹងកាត់ឡើងវាមិនមែនជារឿងដែលគួរភ្ញាក់ផ្អើលទេក៏ប៉ុន្តែវាជារឿងមួយដែលខ្ញុំជឿថាអ្នកដែលគាត់នៅក្នុងវិស័យហ្នឹងខ្វាយខ្វល់អាចនឹងអ្នកដែលគាត់ជាអ្នកមើលអត់ខ្វាយខ្វល់ដោយសារគាត់អត់ដឹងថាផលជះវាដល់កម្រិតណាធនធានការវិវត្តការអភិវឌ្ឍបើវិស័យហ្នឹងអត់មានការជួយដំឡើងទុនឲ្យគាត់ទេគាត់អត់មានលុយទៅបង្កើតស្នាដៃថ្មីទេហើយដល់រួចមកបន្ទោសតែកុនខ្មែរបន្ទោសតែអ្នកធ្វើហ្នឹងធ្វើកុនដែរគ្នារោលុយមកវាណាធ្វើកើតហើយបើម្នាក់ព្យាយាមយកតែរបស់ចង់មើលតែ free ហើយរងកុនពីមុនអត់មាននងគ្នាល្អថាអត់មានរងកុនទៅមើលដល់ពេលមានរងកុនទៅមើលនងគ្នាទៅមើលទេនងគ្នាចាំទៅមើលនៅផ្ទះវិញអាហ្នឹងវាជំនួសមួយដែលខ្ញុំចង់សួរខ្លួនឯងដែរប៉ុន្តែចង់ត្រឡប់មកខាង studio វិញរឿងការទិញសិតបន្តខ្ញុំទៅមើលរឿងខ្ញុំចាំបានកាលហ្នឹងខ្ញុំទៅមើល Doraemon នៅលើចិនណាខ្ញុំស្មានរឿងនិយាយជប៉ុននិយាយខ្មែរ Doraemon ភាគ1ស្អីគេ Stand by me ចាំចំណងច្បាស់ណាព្រោះបញ្ចូលសលេងញាក់សាច់រឿងខ្លះអត់បញ្ចូលសលេងរឿងខ្លះបញ្ចូលសលេងឧទាហរណ៍យើងនិយាយថារឿងអង់គ្លេសវាច្រើនគឺអត់បញ្ចូលសលេងតែរឿងចិនរឿងកូរ៉េរឿងអីហ្នឹងគឺបញ្ចូលសលេងទាំងអស់តើជំរើសនៅក្នុងការជ្រើសរើសរឿងដើម្បីបញ្ចូលសលេងហ្នឹងជាជំរើសរបស់យើងឬក៏យើងគិតថាតើធ្វើអញ្ចឹងมันមានទីផ្សារសម្រាប់យើងគិតថាមានទីផ្សារ yes correct នៅពេលដែលយើងអាច localize បានគឺមានទីផ្សារសម្រាប់យើងប៉ុន្តែសិទ្ធិរបស់យើងអាចទៅដល់កម្រិតមួយដែលយើងអាចធ្វើការបញ្ចូលសម្លេងឬក៏យើងអាចត្រឹមតែដាក់ subtitle អានេះវាពាក់ព័ន្ធច្រើនទៀតដោយឧទាហរណ៍ឥឡូវខ្ញុំ share knowledge តិចទៅតាក់ទងទៅនឹងរឿងថា let's say ថាយើងមានរឿង Disney មួយយើងចង់បញ្ចូលសម្លេងតើធ្វើបានឬក៏អត់បានជាក់ស្ដែងគឺធ្វើបានតែសួរថាធ្វើមិនធ្វើបានកន្លែងនេះគឺកន្លែង challenge ព្រោះហាគេត្រូវមក audit ដូចនិយាយដែរទៀតគេត្រូវមកមើលថាតើ studio របស់យើងហ្នឹងស្តង់ដារអត់ហើយអ្នកដែលបញ្ចូលសម្លេងហ្នឹងត្រូវ emotion មកគាត់អត់បើមិនជាអត់ត្រូវ emotion អត់ឲ្យឡើងបើមិនជា studio របស់យើងអត់ស្តង់ដារឬក៏សំបីក្នុងហ្នឹងវាមានលក្ខន្តិកៈមួយទៀតគេថាតើយើងមានប្រើប្រាស់ label ដែល under age អត់អត់កើតទេតែនេះគេគ្រប់គ្រងតាមពីគ្រប់បែបយ៉ាងហើយតាំងពីថាតើយើង secure អត់ file ដែលគេឲ្យយើងហ្នឹងគឺ file បើកហើយ file ដែលហ្នឹងត្រូវ leak អត់ហើយ content បែបណានិយាយទៅវា strict ខ្លាំងសូម្បីតែថាយើងនិយាយថាឥឡូវយើង send voice actor យើងទៅប្រទេសគេផ្សេងដើម្បីដាក់ចោះបានអត់តោះតែ studio របស់
គេដែលយើង send ទៅ studio ដែលយើង send ទៅ let's say យើងទៅម៉ាឡេដែលទៅ studio មួយចុះថាយើងគិតថាស្តង់ដាបើគេស្តង់ដាទៅគេតើសួរថាដាក់បានអត់បានទៀតតោះតែ studio របស់គេនៅម៉ាឡេហ្នឹង approve ដោយ Disney ទើបអាចដាក់បានគាត់ control everything នៅក្នុង how គាត់ deliver content ហ្នឹងទៅខាង audience ចារឿងអស់ចម្ងល់បាត់ហើយចឹងវាឆ្ងល់រឿង Disney ដែលគេបញ្ចូលសលេងវាចេះសម័យដែរវាបញ្ចូលសលេងបែបម៉េចរឿង Avenger ឯងបញ្ចូលទៅគ្នាតួឡើង50នាក់បញ្ចូលវិញក្នុងការដែលយើងធ្វើ subtitle នេះដែរក៏វាតាក់ទងច្រើនដែរថាអ្នក translator យើងដែលជាលក្ខណៈ translator in house ហើយមកក៏ត្រូវ sign contract ជាមួយនឹងគេថាឥឡូវយើងអាច leak របស់ហ្នឹងទៅគេហើយអ្នក NDA ចា NDA បាទហើយតមកនេះគឺហេតុអីបានទៅពេលខ្លះយើងរៀង proud ដែរថានៅក្នុង content របស់បរទេសយើងមានថាអ្នកបកប្រែតជាអ្នកជាថាចង់និយាយខ្មែរយើងចាហើយដល់ពេលយើងឃើញ at the end យើងឃើញថាដល់ពេលដែលយើងចង់ run credit ទៅដល់ឃើញយើងចង់ក្រោយអ្នកបកប្រែគ្នាឯងនេះហើយឈ្មោះខ្មែរ so proud ត្រឡប់មក topic មិញបន្តិចតាក់ទងនឹងរឿងលួចថតនៅក្នុងរោងកុនហ្នឹងហើយចាជាក់ស្ដែងវាមានផលប៉ះពាល់មែនថា local production ទាំងយើងអ្នកនាំរឿងចូលក៏វាមានផលប៉ះពាល់ដែរយើងចាប់អារម្មណ៍ថាជំនាន់ពីមុនពេលដែលរោងកុនតំបើកឆ្នាំទី1ទី2យើងឃើញមានរបស់មួយហៅថា security screening បែរថាគេដកហូតទូរស័ព្ទយើងទាំងអស់មុននឹងយើងចូលទៅមើលរឿងធ្លាប់ទៅហើយចាបាទទៅច្រើនដងហើយអាហ្នឹងហើយគឺជាហេតុអីដែលថាយើងល្មមទៅ gain confidence ពីខាងក្រៅពីខាងអន្តរជាតិយើងមិនដើរថាមកជំហានទៅមកដល់សប្ងៃអត់លេងមានការ security screening ហ្នឹងឯងព្រោះ security screening មិនថាម៉េចយើង screen title ហ្នឹងមុនពិភពលោកទាំងអស់ហើយដើម្បីឲ្យស្រុកខ្មែរយើងមានឱកាសដើម្បី screen មុនគេនៅក្នុងពិភពលោកហ្នឹងយើងត្រូវតែជាអ្នកដែលគោរពច្បាប់អ្នកដែលមិនទៅលួចថតគេអ្នកដែលមិនបែកធ្លាយព្រោះរឿងនេះគឺបើសិនជាអ្នកនាំចូលវិញគឺវារៀងមានបន្ទុករឿងធ្ងន់ណាចង់និយាយថាបើសិនជាបែកធ្លាយចេញពីស្រុកខ្មែរមកថាងាប់ដោយក្នុងទីផ្សារអន្តរជាតិគេប្រាប់ថាបែកធ្លាយហ្នឹងគឺ source ហ្នឹងគឺមកពីស្រុកខ្មែរហេតុអីព្រោះsubtitle ចេញពីស្រុកខ្មែរយើងមកyes ធ្ងន់ណាស់ so អានេះហើយគឺជាខាងពេលដែលយើងសម្រាប់ចិត្តទៅធ្វើតោះវាមានបន្ទុកខ្លាំងក៏ប៉ុន្តែវាល្អចំពោះវិស័យខាងហ្នឹងដោយសារថាយើងមានឱកាសដូចគេដូចឯងអញ្ចឹងដែលថាមានឱកាសថាបានមើលមុនគេមុនឯងដូចគ្នាជាមួយនៅប្រទេសទាំងអស់គេហៅថា premier ចាគាត់ premier បាទដល់ពេលយូរទៅវា develop like 15 years soon ឆ្នាំខែ7ហ្នឹង5-10ឆ្នាំហើយអញ្ចឹងគាត់មាន confidence វិញហើយថាយើង qualify សម្រាប់ធ្វើ premier ដូចគេដូចឯងដែរមែនអី yes ហ្នឹងវាហេតុអីបានយើងឃើញថាចាប់អារម្មណ៍ឃើញថាយើង reduce នៅការ security screening ពីមុនធ្លាប់ឃើញមានតាំងអ្នកយក iPad ទូរស័ព្ទគាត់ទូរស័ព្ទគាត់វិញប្រពន្ធខឹងខ្ញុំដោយសារតែមើលគាត់អត់យកទូរស័ព្ទទៅនឹងគេដាក់នៅក្នុងថង់តែធ្លាប់ experience ហ្នឹងគាត់ដឹងថាអីនិយាយពីហ្នឹងវាពិបាកក៏ប៉ុន្តែយើងអត់ចង់ត្រឡប់មកវិញអញ្ចឹងយើងត្រូវជួយសហការគ្នាហើយទាំងលក្ខណៈថាយើងត្រូវដឹងពីថាផលប៉ះពាល់ទៅលើមិនថាត្រឹមតែស្រុកខ្មែរយើងវាប៉ះពាល់ទៅដល់ឈ្មោះយើងជាលក្ខណៈប្រទេសកម្ពុជាហ្នឹងទៅដល់ទីផ្សារអន្តរជាតិបាទបងលើកពាក្យមួយដែលគួរចាប់អារម្មណ៍ World Premier យើងមាន screening មែនប៉ុន្តែដូចឆ្នាំមុនខ្ញុំបានទៅ Vestige បញ្ជូនទៅដែរទៅ Superman នៅហ្វីលីពីនជាលើកទី1ដែលខ្ញុំបានចូលរួម Red Carpet កម្មវិធីគេអញ្ចឹងណាយើងចេះសម័យថាវាតម្រង់បែបម៉េចអីឃើញកម្មវិធីគេរៀបចេះព្រឺសបល់ពោះចេះចង់ថាថ្ងៃណាមួយនៅយើងនឹងមានអញ្ចឹងដែរព្រោះនិយាយថាពីកុនវាចំណេញកុនប៉ុន្តែយើងអត់ដឹងថាដោយប្រយោលសេដ្ឋកិច្ចហើយនឹងគេឈ្មោះប្រទេសបើប្រទេសនឹងអាចធ្វើរឿងនឹងកើតឡើងមិនន័យថាសុវត្ថិភាពទេសចរតួដែលគាត់មកហ្នឹងគាត់ថត selfie របស់ក្នុង story របស់គាត់ដោយប្រយោលជា soft power គឺយើងនឹង gain ពីនឹងច្រើនចាហើយសង្ឃឹមថានឹងកើតឡើងព្រោះទៅឃើញមែនព្រោះខ្ញុំគាត់ថាអត្តពលដែលវាចេះគឺវាចេះទៅដល់ប្រតិកម្មនៅក្នុងស្រុកដែលពួកគាត់ឃើញរបៀបរបបគេធ្វើ red carpet មិនគេធ្វើនៅ mall កប៉ែលែហ្នឹងខ្ញុំគាត់ថាឆ្ងល់ចុះ mall ទូចធ្វើមិនកើតម៉ែគេមានកន្លែងឡើងគេមានកដាលទៅចេះទៅគេមានកន្លែងគេថតរូបអីយើងមើលពីក្នុង live ទៅវ៉ាវមកទោះ behind the scene ខ្ញុំមើលឲ្យងាប់ប៉ាន់ Eon Mall ហ្នឹងប៉ុន្តែគេរៀបត្រូវដោយសារអីគេចេះ package របស់ on screen ហ្នឹងឲ្យយើងមើលទៅឃើញតំណង
ហើយគេធ្វើនៅ hotel គេមាន meet and greet មួយ tour question អីចឹងទៅកាលហ្នឹងអត់បានធ្វើ interview ដោយសារយើងអត់បានរៀបចំប៉ុន្តែដូចថា content creator ដែលគាត់ធ្វើតែផ្នែក con ផ្នែកគាត់យល់ផ្នែក con នេះហ្នឹងគាត់មានឱកាសជួបជាមួយនឹង James Gunn ជាមួយនឹង director ជាមួយនឹង tour ដើម្បីសួរនាំឲ្យតែខ្ញុំបាយនៅកន្លែង hotel ហ្នឹងជួប James Gunn បាននិយាយមួយគាត់ដែរតែអត់ហ៊ានថតទេដោយសារខ្លាច invade privacy តែចេះបញ្ចូលដែរថាទៅលេងខ្មែរថតគាត់នៅខ្មែរទៅគាត់សើចតែមិនថាអានេះវាមិនសុកកាត់ឡើងវាសិតតែពីសមិទ្ធផលខ្ញុំគាត់ថាមិនមែនតែ Westtech មួយទេ distributor ផ្សេងក៏ដោយគឺគាត់គួរតែមានឆន្ទៈហ្នឹងគឺប៉ុន្តែប្រយោជន៍ក្រុមហ៊ុនប៉ុន្តែជារួមគឺវាផ្ដល់នៅទស្សនវិជ្ជាមួយបង្ហាញពីប្រទេសហ្នឹងថាតើប្រទេសហ្នឹង qualify អត់ដោយពាក្យថា qualification មួយម៉ាត់នេះមិនស្រួលទេណាដូច MeTV អញ្ចឹងទ្រាំកាត់ MeTV មិនតិចឆ្នាំទេហើយត្រូវមាន code ទៀតត្រូវ respect code ហើយមានក្បួនខ្នាតព្រោះនិយាយស្រួលខុសក្បួនខ្នាតហ្នឹងហានិភ័យប៉ុន្តែចង់សួរបន្តទៅខាង MeTV ឧទាហរណ៍គាត់មានរឿងដែលចរាចរណ៍ដែលគាត់ទិញមកហើយប៉ុន្តែស្រាប់តែមាន website ឬក៏ជនណាមួយគាត់យករឿងហ្នឹងទៅឥឡូវយើងកុំនិយាយថាយកទៅចែកចាយបន្តយើងនិយាយថាធ្វើអាជីវកម្មវិញខ្ញុំគិតថាបើអាជីវកម្មវិញធ្ងន់គាត់ថាគាត់ធ្វើស្រែលើក្បាលយើងមកគាត់យករឿងដែលយើងទិញមកហ្នឹងហើយយកទៅបញ្ចូលសលេងយកទៅផ្សព្វផ្សាយលក់ឲ្យគេបង់លុយដើម្បីមើលក្នុងផ្លូវច្បាប់តើយើងអាចដោះស្រាយដោយវិធីសាស្ត្រណាចាមិញនេះខ្ញុំបកទៅខាងបងផានីដែលគាត់បានលើកពី scope សិនវាអាចនឹងឆ្លើយនឹងរៀងវែងបន្តិចតែការដោះស្រាយហ្នឹងដូចខ្ញុំជំរាបបងពីការពីក្បាលដំបងយើងមានទាំងរបបវិនីទាំងព្រមតនតែសំខាន់ដំបងគេបំផុតហ្នឹងនៅពេលដែលយើងរាល់ការដាក់ពាក្យបណ្ដឹងឬក៏យើងចង់ចាត់វិធានការណាមួយយើងត្រូវដឹងថាណាគេអ្នកចាប់ផ្ដើមណាគេអ្នកមានសិទ្ធិក្នុងការបណ្ដឹងហ្នឹងអញ្ចឹងជារួមមកយើងជាអ្នកនិពន្ធតែម្ដងស្នាដៃរបស់យើងមានទទួលបាននូវសិទ្ធិពីរគឺសិទ្ធិបេតិកភណ្ឌជាមួយនឹងសិទ្ធិសិលធម៌សិទ្ធិបេតិកភណ្ឌហ្នឹងមានន័យថាសិទ្ធិទទួលបានលុយកាក់ពីការដែលយើងផលិតស្នាដៃយើងចេញមកហ្នឹងមានន័យថាសិទ្ធិបេតិកភណ្ឌហ្នឹងយើងមានបានរហូតដល់ម្នាក់ហ្នឹងអ្នកនិពន្ធហ្នឹងឬម្ចាស់ស្នាដៃហ្នឹងគាត់ស្លាប់ហើយបន្ថែមតបាន50ឆ្នាំតទៀតប៉ុន្តែសិទ្ធិសិលធម៌គឺបានជាអចិន្ត្រៃយ៍តកូនតចៅម្ដងប្រើពាក្យងាយស្រួលស្ដាប់អញ្ចឹងនៅពេលដែលគេបំពេញណាមួយហ្នឹងគឺយើងវាអាចបំពេញទាំងសិទ្ធិទាំងពីរហ្នឹងឬក៏សិទ្ធិរបស់យើងហ្នឹងជាពិសេសរឿងសិទ្ធិបេតិកភណ្ឌព្រោះយើងនៅពេលផលិតស្នាដៃទីមួយយើងចង់វាអាចមានគោលដៅដូចថាយើងចង់ជួយបង្កើនកិត្តិឈ្មោះកិត្តិយសជាតិឬក៏យើងចង់បង្កើតឲ្យមានគេស្គាល់ឬក៏គាត់ចង់រកចំណូលហ្នឹងអញ្ចឹងនៅពេលដែលមានគេលួចយកទៅលក់ហ្នឹងគឺបំពេញខ្លាំងមែនតើនេះមានន័យថាជាទូទៅច្បាប់យើងក៏មានតែសេដែរតែថាយើងអាចចែកបានក្នុងដែលមិនបំពេញក្នុងករណីដែលយើងយកមកក្នុងការអប់រំមានន័យថាខ្ញុំយកមកคลิปវីដេអូណាមួយដែលគេអប់រំហ្នឹងយកទៅចាក់ឲ្យសិស្សខ្ញុំមើលខ្ញុំបរៀនដែរអញ្ចឹងខ្ញុំមកថាខ្ញុំយកមកខ្ញុំចាក់ឲ្យសិស្សខ្ញុំមើលប៉ុន្តែក្នុងករណីនេះគឺខ្ញុំអត់ទទួលបានកម្រៃអីក្រៅពីអ្វីដែលខ្ញុំបរៀននេះមានន័យថាម៉ោងបរៀនខ្ញុំ1ម៉ោងបានប្រហែលខ្ញុំប៉ុណ្ណឹងប៉ុន្តែខ្ញុំអត់យកកម្រៃបន្ថែមនឹងទៀតទេតែក្នុងករណីអប់រំឲ្យសិស្សគាត់យល់ក្នុងករណីហ្នឹងយើងអត់អាចចេញទៅសម្ដែងក្នុងคลิปខ្លួនឯងបានហើយដើម្បីមកបរៀននេះសិស្សបានទេប៉ុន្តែបើសិនជាម្នាក់ហ្នឹងវាបើសិនជាយើងនិយាយពីមនោចេតនាមួយអារម្មណ៍របស់មនុស្សនៅពេលដែលណាគេ copy របស់យើងអារម្មណ៍យើងអត់សុបាយចិត្តទេយើងអត់សុបាយចិត្តទេហើយណាមួយទៅដល់ copy ហើយអត់ឲ្យ credit អត់ឲ្យ credit ហើយខ្លះឃើញថាឥឡូវបច្ចុប្បន្នគឺខ្លះគឺ copy អត់ឲ្យ credit ហើយដាក់ឈ្មោះខ្លួនឯងជាម្ចាស់ credit ទៀតហើយចាប់ផ្ដើមយកទៅលក់អញ្ចឹងក្នុងករណីនេះយើងអាចចាប់ធានការទៅលើម្ចាស់បណ្ដឹងហ្នឹងយើងមើលតាំងពីក្នុងកិច្ចសន្យាយើងតែតើក្នុងកិច្ចសន្យាយើងមានសិទ្ធិអត់បើសិនជាយើងមានសិទ្ធិហើយអាចនៅប្រទេសយើងអាចនឹងមានការទៀមទាមួយទៀតគឺឲ្យមានធនធានគោលសិទ្ធិមួយទៀតឲ្យយើងចាត់ធានការហើយយើងចាត់ធានការអញ្ចឹងយើងមានសិទ្ធិក្នុងការតំណាងបណ្ដឹងយើងអាចបណ្ដឹងរបបវិនីឬបណ្ដឹងព្រមតននេះព្រមតនវាចប់តកតងទៅនឹងពន្ធនាគារតកតងពីអ្នកជាប្រាក់តងសងសំណងទៅម្ចាស់ស្នាដៃឯងប៉ុន្តែបើសិនជាម្ចាស់ស្នាដៃគាត់គិតថាគាត់តែធ្វើម៉េចឲ្យវាចប់ទៅយើងកុំឲ្យចាប់ដាក់គេដាក់គុកដាក់អីចឹងបាច់ក៏បានដែរយើងអាចដាក់ពាក្យយើងប្តឹងយកឲ្យគេបំផ្លាញឧបករណ៍ព្រោះស្នាដៃហ្នឹងវាអរូបី
ពេលខ្លះយើងនៅក្នុងគុកបាលយើងចេញមកហើយប៉ុន្តែអរូបីនៅពេលដែលយើងចេញមកជាផលិតផលវាអាចចេញជាសំណេរវាអាចចេញជាសភៅអានវាអាចចេញជា dish វាអាចចេញជាអីផ្សេងៗអញ្ចឹងយើងអាចស្នើសុំនៅក្នុងការផ្ដឹងផ្ដល់ហ្នឹងយើងអាចស្នើសុំឲ្យគេរឹបអូសយកហ្នឹងជារបស់យើងយកមកយករបស់យើងវិញបើសិនជាគាត់លួចរបស់យើងប៉ុន្តែបើសិនជាយើងអត់ចង់ទេយើងចង់ឲ្យគាត់កំទេចចោលក៏បានក្នុងសិទ្ធហើយយើងមានសិទ្ធមួយទៀតតែនៅក្នុងច្បាប់យើងទៅសេច្បាស់ហ្មងគឺគាត់រកលុយបានពីនឹងមកប្រហែលយកមកឲ្យម្ចាស់ស្នាដៃវិញអូចាធ្ងន់ណាស់ហ្នឹងធ្ងន់ណាស់ចាអូអញ្ចឹងក្នុងករណីហ្នឹងគឺដូចជូនជំរាបបងអញ្ចឹងគឺសំខាន់ទៅលើតើ scope ទំហំនៃការទៀមទារបស់យើងចង់ទៀមទាខ្លាំងកម្រិតណាឬក៏យើងគាត់ថា first warning យើងគាត់ពមៀនដំបងឬក៏យ៉ាងណាអញ្ចឹងណាបងចុះឥឡូវយើងមានសិទ្ធហើយយើងអាចជ្រើសវិធីសាស្ត្រមួយណាក៏បានដែរចាមានន័យថាយើងចង់ការជា slow ដែរជាចង់ពាក់ចកមឬក៏អត់ស្រាវអញ្ជើញឬក៏សារពិន័យខ្ញុំគាត់ថារឿងស្ថានភាពច្បាប់កម្មសិទ្ធិបញ្ញា IP តកតងជាមួយនឹង IP law តកតងជាមួយនឹងរឿងតកតងអីនេះខ្ញុំឃើញថាមហាជនទូទៅគាត់អត់សូវបានស៊ីជម្រៅទេដោយសារយើងអត់ទាន់បានលើកជាការពិភាក្សាច្រើនតែក្នុងគោលកំណត់មួយគាត់អត់បានយល់ពីច្បាប់ពីច្រើនគាត់យល់ថាចម្លងគេវាខុសហើយខ្ញុំជឿថាគ្រប់គ្នាខ្មែរគ្រប់រូបមិនពេញចិត្តការចម្លងទេតន្ត្រីតែលឺតែធៀងស្តៀងថាតែលេខ2ជេរបចោពេញហ្នឹងប៉ុន្តែដោយប្រយោលទៅគ្រប់គ្រងអាការដែលយកមាតិការបស់គេឬក៏រឿងរបស់គេយកមកចែកចាយតដែរអញ្ចឹងពេលខ្លះអាចមករៀបមួយចង្អុលគេមករៀប4ទៀតមកខ្លួនឯងព្រោះ podcast ខ្ញុំមុនខ្ញុំនិយាយតែរឿងហ្នឹងឯងព្រោះយើងតើតែចេះគិតពីជ្រុងទាំងសងខាងដូចបងលីដាជាដើមគាត់ពេលដែលគាត់ផលិតរឿងខ្ញុំជឿថាគាត់ប្រកាសជាច្បាស់ណាស់នៅក្នុងការទី1រឿងឥឡូវមានប្រភេទរឿងច្រើនណាស់បងដែលចេញពីសភៅខ្ញុំថារឿងក្រោយបងនេះក៏ចេញជាពីសភៅខ្លះដែរមិនអត់ទេចំពោះនៅក្នុងការផលិតរឿងរបស់បងក្រោយហ្នឹងតើបងទិញសិទ្ធឬក៏មានការកិច្ចព្រមព្រៀងណាអត់ពីអ្នកនិពន្ធសភៅហ្នឹងដើម្បីយកទៅផលិតមានបាទបើសិនជាឧទាហរណ៍ណារឿងសវនិសកម្មក្នុងខ្មោចបាទយើងដកស្រង់ពីរីសភៅដងរែក Mountain Unforgettable ផងដុកទ័រអ្នកញ៉ាគុជមីលីហ្នឹងគឺយើងស្នើសុំសិទ្ធិពីគាត់តើគាត់ approve បានយើងហ៊ានផលិតបាទអានេះចង់ឲ្យអ្នកដែលគាត់មើលរឿងឲ្យគាត់ដឹងតែមិនសុកទៅដល់ឃើញសភៅគេតំណងស្រាប់តែដល់យកធ្វើរឿងហ្មងបាច់ខ្ញុំចង់ថែមមួយចំណុចដែរតើតើមិននឹងខ្ញុំឃើញដែរបងមិនខ្ញុំនិយាយពីថាណាគេមានសិទ្ធិប្តឹងមួយទៀតគឺរយៈពេលប្តឹងហ្នឹងក៏សំខាន់ដែរបងក្នុងករណីនេះក្នុងច្បាប់យើងមានការដាក់ពិន័យខាងពិន័យផងយើងមានទោសទណ្ឌផងមានន័យថាទោសព្រមទណ្ឌផងទោសព្រមទណ្ឌហ្នឹងគឺដោយសារតែគាត់ភាគច្រើនបងឃើញក្នុងច្បាប់បងមិនខាងបងថាបង download ហើយអញ្ចឹងហ្នឹងហើយវាចាប់ដើមពី1ខែមាន1ខែមាន3ខែមាន6ខែ1ឆ្នាំបាទអញ្ចឹងហ្នឹងគឺនៅក្នុង category នៅក្នុងចំណោមគេហៅថាច្បាប់បទមជ្ឈិមហ្នឹងគឺគាត់មានអាជ្ញាយកាលគេមានពេលហួស delay ដែរបាទអញ្ចឹងបើសិនជាក្នុងករណីដែលគាត់ដឹងថាមានបទល្មើសហ្នឹងហើយយើងអត់ចាត់ធានការនេះយើងគិតថាអត់បានការដដែលឬអីដែរតែផុតរយៈពេល5ឆ្នាំទៅយើងអត់អាចប្តឹងគេបានទេអូអញ្ចឹង5ឆ្នាំចានៅក្នុងបទមជ្ឈិមខ្ញុំមើលសិនណា copy content ប្តឹងឲ្យហើយចានេះមិនមែនមានន័យថាត្រូវតែនេះគាត់ថាការពារខ្លួនការពារខ្លួនរបស់យើងគឺយើងច្បាប់យើងការពារសម្រាប់រយៈពេលបានតែ5ឆ្នាំទេប៉ុន្តែបើក្នុងរឿងរដ្ឋបវេនីវិញមានន័យថាក្នុងរឿងនេះគេចាត់ទុកថារឿងអនិច្ចានុកូលមានន័យយើងអាចប្តឹងទៅលើការសំណងការខូចខាតជាក់ស្ដែងរបស់យើងបានឬក៏សំណងជំងឺចិត្តយើងបានជំងឺចិត្តយើងបងយើងខូចចិត្តប៉ុណ្ណាអីយើងប្តឹងអានឹងធ្ងន់ណាស់គេមានអាជ្ញាយកាលទៅគេហ្នឹងគឺរយៈពេល3ឆ្នាំពេលដែលយើងដឹងថាយើងមានសិទ្ធិក្នុងការទាមទារហ្នឹងប៉ុន្តែគេរាប់មួយទៀតគេហៅថា10ឆ្នាំពីពេលដែលគេប្រព្រឹត្ត10ឆ្នាំពេលម្នាក់នឹងប្រព្រឹត្តមានន័យថាអាអំពើល្មើសហ្នឹងត្រូវបានប្រព្រឹត្តអញ្ចឹងពីចំណុចចាប់ផ្ដើមទៅមិនមែនដល់ like said បើវាបន្តទៀតអញ្ចឹងណាយើងរាប់ដល់វគ្គបន្តហ្នឹងឬក៏ថាចំណុចចាប់ផ្ដើមបើសិនជាគាត់ធ្វើទៀតយើងអាចរកចំណុចចុងក្រោយវិញមើលទៅអូខេចាយូរដែរអញ្ចឹងយើង
យើងអាចគិតថាយូរប៉ុន្តែពេលខ្លះយើងភ្លេចខ្លួន បាទ បាត់ 5 ដូច ឆ្នាំ អានេះដូចស្រៀងទៅនឹងកិច្ចសន្យាខ្ចីប្រាក់អីដូចគ្នាចឹងការខ្ចីប្រាក់អីចឹងយើងគិតថាអូមកអីម្នាក់ហ្នឹងយើងស្គាល់ខ្ជិលទាខ្ជិលអីដល់ថ្ងៃសងអត់ទាត5ឆ្នាំក្រោយយើងទៅទាគេថាខ្ញុំមិនដឹងហងទាគេអត់ទទួលស្គាល់ផុតរយៈពេលក្នុងការទាប្រាក់លុយទៅបាត់ ហ្នឹង គេអត់ខ្វល់ថាយើងទាយើងខ្ចីកម្ចីគេហ្នឹង 10000 ឬក៏ 1000 ឬក៏ 1លានគេអត់ខ្វល់ទេទៅផុតរយៈពេលគឺផុតរយៈពេល បើស្តិចមេចាត់ចែងហើយរឿងឆ្លងដាក់ប្រយ័ត្នហូស បានបកស្រាយចឹងរៀងភ្លឺភ្នែកខ្លាំងមែនតើ ចា ព្រោះថារបស់ខ្លះយើងអត់ដឹងថាធម្មជាតិនៅពីក្រោយរបស់វាបែបម៉េចព្រោះយើងដឹងតែប្តឹងតែមិនដឹងបានរយៈពេលប៉ុណ្ណាត្រូវចំណាយពេលប៉ុណ្ណាព្រោះខ្ញុំជឿថាអ្នកដែលគាត់និយាយថាពាក្យប្តឹង1ម៉ាត់អ្វីដែលចេញមកជាចម្លើយហ្នឹងគឺចំណាយធនធានច្រើននៅក្នុងការប្តឹងផ្ដាល់ អូ រឿងហ្នឹងពិតអត់ ចំពោះសំណួរនេះសំណួរមានន័យ តែបាត់ ខ្ញុំអាចឆ្លើយបានមានន័យថាដោយសារបើតាមបទពិសោធន៍ខ្ញុំហ្មងហ្នឹងខ្ញុំកាន់រឿងក៏ច្រើនដែរអញ្ចឹងបើសិនជាយើងក្នុងករណីព្រមផ្ទាន់គឺយើងអត់មានទឹកបងពុនអីទេ អូអូខេ បើចឹងសួរសំណួរថាតើអស់លុយអីមែនអត់ទេ បើសិនជាយើងគេទៀមទាឲ្យតែយើងទៅសេជាលិខិតអក្សរកុំឲ្យថាយើងដូចជំនាន់មុនយើងអាចថាជំនាន់អត់ទាន់មានច្បាប់មានក្រមមានអីគេចូលទៅដល់តុលាការខ្ញុំចង់ប្តឹងម្នាក់នេះអីបានអត់ទេយើងត្រូវធ្វើតាមទៅលើនីតិវិធីរបស់គេលំហនីតិវិធីគេមិនយើងដើរតាមហ្នឹងទៅគេត្រូវវាយឯកសារពាក្យប្តឹងយើងដាក់ឯកសារពាក្យប្តឹងទៅគេអត់មានយកលុយយើងទេ ខ្ញុំមិនដែលប្តឹងគេចឹងមិនអត់ដែលដឹងចិត្តបានទេចិត្តបានអត់ចង់ប្តឹងណាគេលោកអើយខ្ជិលហើយធុញខ្ញុំនឹកឃើញរឿងមួយដែរឧទាហរណ៍រឿងជំរឿនណាស្ថានភាពរឿងនេះរៀង unique បងដែរមើលរឿង Devil Wears Prada ចា ខ្ញុំ big fan ណាក្រាស់ខ្ញុំនៅក្នុងរឿងនឹង2 3នាក់ fashion រឿងហ្នឹងវាមិនតែចេញភាគ2 ចា ភាគទី1វា based on the book ចា ដល់ពេលរួចមកភាគទី2អត់ទេដោយសារកងត្រាមួយអ្នកសរសេរសភៅហ្នឹងគឺគាត់លេងគាត់មានវិវាទគ្នាទៅគាត់លេងខ្វល់ហើយគាត់ទៅវិវត្តរឿងហ្នឹងបន្ថែមពីលើហ្នឹងឧទាហរណ៍នៅក្នុងស្ថានភាពនេះឧទាហរណ៍បងលីដាទៅទិញសិទ្ធិសភៅមួយរឿងអញ្ចឹងមកគាត់ធ្វើបានមួយភាគហើយគាត់ទិញសិទ្ធិអីត្រឹមត្រូវចាយលុយចាយកាយឲ្យជាមួយនឹងម្ចាស់កម្មសិទ្ធិរឿងហ្នឹងស្រាប់តែគាត់ទៅផលិតរឿងហ្នឹងវគ្គ2ដែលអត់មានតាក់ទងមួយនឹងសភៅគេតែរឿងហ្នឹងយើងដោះស្រាយបែបម៉េចទៅក្នុងផ្លូវច្បាប់វាតាក់ទងជាមួយនឹងកម្មសិទ្ធិបញ្ញាទៀតអត់ដោយសាររឿងទី2ហ្នឹងគឺអត់តាក់ទងទេអត់តាក់ទងមួយនឹងសភៅហ្នឹងទៀតទេ មានន័យថាគាត់ title ដូចគ្នាតែដាក់ number 2 ខ្ញុំជឿថា title ហ្នឹងគេទិញសិទ្ធិទេក៏ប៉ុន្តែអត់តាក់ទងមួយសភៅទេតើវាប៉ះពាល់អត់ ផ្សេង បើតាមខ្ញុំនិយាយពី opinion របស់ខ្ញុំតាមកំណត់ខ្ញុំហ្មងហ្នឹងគេថាវាប៉ះពាល់ដោយសារតែពាក្យហ្នឹងគឺគេមានស្នាដៃនៅស្រុកខ្មែរយើងតែម្ដងហ្នឹងក្នុងច្បាប់ខ្មែរគឺស្នាដៃឲ្យតែផលិតចេញមកគឺត្រូវបានការពារតែម្ដងដូចជាចុះបញ្ជីបដ ாய் ហ្នឹង អញ្ចឹងបើសិនយើង Devil Wears Prada ប៉ុន្តែបើសិនជាក្នុងករណីនឹងសាច់រឿងខុសគ្នា ហ្នឹងហើយ ហើយវាអត់ប៉ះពាល់ទៅលើឈ្មោះអ្នកដើមមានន័យថាក្នុងរឿងនោះគឺគេនិយាយពីរឿង fashion រឿងអីចឹងទៅគាត់ទៅនិយាយរឿងខ្មោចរឿងអីផ្សេងវិញទៅដោយគេមិនឲ្យគេយកច្រឡំថាពីររឿងហ្នឹងតាក់ទងគ្នាទេ ហ្នឹងហើយ អញ្ចឹងអត់អីទេ បាទ ប៉ុន្តែបើសិនជាគាត់ធ្វើឲ្យមហាជនគាត់យកច្រឡំហើយគាត់ទៅទិញរឿងហ្នឹងដើម្បីមើលហើយធ្វើឲ្យហើយរឿងហ្នឹងធ្វើចេញមកគោលបំណងឬក៏យើងមើលទៅឃើញថាវាប៉ះពាល់ទៅដល់គេឈ្មោះរបស់រឿងដំបូងហើយ បាទ អញ្ចឹងខុសវិញ អូខេ ចា វ៉ានេះនឹកឃើញដូចចំនួនការរឿង Avenger ចេញមកវាចេញរឿង bootleg Avenger ដែរតែពេលរួចមកមិន Avenger ណាចំណងជើងដូចគ្នាតែរឿងខុសគ្នាគុណភាពរឿងខុសគ្នាដាច់ ប៉ុន្តែអ្នកនិពន្ធដូចគ្នា អរេខុសគ្នាដាច់ បើសិនជាអ្នកនិពន្ធដូចគ្នានឹងក៏មានបញ្ហាផ្សេង អូបថោវិញឆ្ងាយ បើសិនជាអ្នកនិពន្ធគាត់អ្នកនិពន្ធ The Devil Wears Prada ហ្នឹងគាត់ទៅសេរឿង Devil Wears Prada ហើយគាត់មកតាក់ទងបង LD ថាខ្ញុំធ្វើធូប៉ុន្តែខ្ញុំធ្វើតាមមួយវិញតែខ្លឹមសារអីផ្សេងវាត្រូវមានការស្មុគស្មាញខ្លាំងហើយ situation នេះខ្ញុំគិតថាក្នុងស្រុកយើងក៏មានដែរ បងនេះដាល់លឺហើយខ្ញុំចង់លើកចំណុចនេះដោយសារអីខ្ញុំគិតថាពេលខ្លះយើងធ្វើប្រហែលយើងធ្វើប្រហែលក្នុងថានៅក្នុងវិស័យមួយវាមិនមែនសាមញ្ញទេនៅក្នុងការយកកម្មសិទ្ធិមួយទៅកម្មសិទ្ធិមួយទៅកម្មសិទ្ធិមួយដូចអ្នកខ្លះគាត់អាងតែគាត់ជាកម្មសិទ្ធិគាត់ធ្វើឲ្យតាមអំពើចិត្តគាត់តែគាត់ភ្លេចអាកុងត្រា ចា ដែលគាត់ចោះជាមួយនឹងផលិតកម្មឬក៏ជាមួយនឹង studio ដែលគាត់ចងជាមួយគ្នាហើយ
អាងតែគាត់អ្នកនិពន្ធគាត់ទៅធ្វើតាមចិត្តដែរព្រោះពេលខ្លះយើងចោតរតាអ្នកដែលគាត់លួចទៅតែអ្នកផលិតខ្លួនឯងនៅពេលខ្លះក៏អត់យល់ដែរទៅលើធម្មជាតិនៃច្បាប់ឬក៏របៀបចងកងត្រាអីព្រោះកងត្រាខ្ញុំជឿថាវាច្រើនអ្នកដែលគាត់មានកងត្រាមិនសូវអានទេកម្រណាខ្ញុំនិយាយមេធាវីដឹងច្បាស់ហ่ะខ្ញុំមានបញ្ហាដោយសារហ្នឹងច្រើនខ្ញុំមើលឃើញថាសម័យឥឡូវយើងវិវត្តលើការឈានទៅរកការសរសេរកងត្រាច្រើនហ្នឹងហើយច្រើនទោះជាមានមេធាវីប្រថាប់ត្រាបានឃើញឬក៏មិនមានក៏ដោយគឺការមានសរសេរចងប៉ុន្តែដោយសារប្រហែលជាប្រហែលឆ្នាំមុនអ្វីដែលខ្ញុំឃើញការចងកងត្រាហ្នឹងគឺគាត់ឈិញឆៃនិយាយថាស្រួលហើយតែមានឈ្មោះមានអីទៅមិនបាច់សេស្កូបពេកទេប៉ុន្តែបើសិនជាយើងតាមស្តង់ដារនេះបងផានីបានលើកអញ្ចឹងបើសិនជាយើងចង់តាមស្តង់ដារមែនតើគេមានឈ្មោះសូម្បីតែចំណងជើងនៃកងត្រាក៏វាមានសារៈសំខាន់ដែរមានន័យថាឧទាហរណ៍ថាគាត់កងត្រា licensing គេព្រមព្រៀងផ្ដល់សិទ្ធិហើយជាមួយកិច្ចព្រមព្រៀងចែកចាយក៏គ្នាបងពីហ្នឹងបើចែកចាយអង់គ្លេសគេហៅ distribution agreement បាទអញ្ចឹងខ្លឹមសារវាផ្សេងគ្នាទៅអញ្ចឹងសូម្បីតែរបៀបតួពីតួមួយពីផលិតកម្មមួយតួកិច្ចសន្យាលើកមុនបើសិនជាយើងសេទៅវិញមកខ្លាចវាចេញមកជាកិច្ចសន្យាការងារវិញវាការងារដូចការងារអញ្ចឹងប៉ុន្តែមែនតើមកអាចគេគ្រាន់តែសហការរវាងតួមួយ production ហ្នឹងដើម្បីធ្វើរឿងមួយហ្នឹងចេញមកអញ្ចឹងហ្នឹងគឺការចងកិច្ចសន្យាយើងគិតការចំនួនមុនយើងគិតតែចំនួនមុនគឺមិនសូវជាចាប់អារម្មណ៍ប្រហែលនេះប៉ុន្តែដល់ពេលដែលមានរឿងយើងចាប់ផ្ដើមទាញក្រាស់កងត្រាមកពិនិត្យមើលថាអូមានចងអត់យើងត្រូវទៅណាយើងត្រូវប៉ុន្តែជាទូទៅហ្មងទិដ្ឋភាពច្បាប់គឺបើអ្នកអត់មានចងក្នុងកងត្រាគេមើលទៅលើច្បាប់ប៉ុន្តែបើសិនជាយើងកងត្រាយើងយកមានផ្ទុយអត់មានធ្វើអ្វីដែលផ្ទុយពីច្បាប់ទេគេយកកងត្រាយើងជាគោលតែម្ដងចឹងខ្ញុំលើកទឹកចិត្តថាឲ្យធ្វើកងត្រាមិនមែនដោយសារខ្ញុំមេធាវីហើយខ្ញុំអត់ទេខ្ញុំគ្រប់គ្រងខ្ញុំអស់ច្រើនដែរដោយសារអត់កងត្រាហ្នឹងទុកចិត្តគេពេករាប់ម៉ឺនធ្វើឲ្យគេអត់ឲ្យលុយនឹងធ្វើឲ្យគេចេញអត់កងត្រាមែនទេខ្ជិលប្តឹងផ្ដាល់គាត់ថាចង់បញ្ចប់មកដោះស្រាយគ្នាតែសម្រាប់ content creator ក៏ដោយដែលមាន brand deal អីហ្នឹងបើអត់ធ្វើកងត្រាទេប្រយ័ត្នអំបិលមែននិយាយមែនហ្មងបាត់ផ្សោតខ្ញុំ10ឆ្នាំជាងហើយពី10ឆ្នាំហើយនៅធ្វើ content ខ្ញុំអត់ដែលមានបញ្ហាពេលដែលខ្ញុំមានកងត្រាទេសុំបីតែម្ដងគឺ honor ហ្មងមិនន័យថាទាំង client ទាំងយើងគឺគោរពឬថាអត់កងត្រាគ្នាឯងជួយសិនណាខ្លះឲ្យយើងចាំឡើង6ខែដូចមកវាអត់តកងត្រាហើយយើងអង្គុយចាំយើង lost opportunity cost មកទំហឹងតែខឹងគេមិនបើយើងអ្នកខុសដែរចាពេលខ្លះគឺអាចអញ្ចឹងមែនបងខ្ញុំឃើញទៅលើទិដ្ឋភាពជាក់ស្ដែងមិនត្រឹមក្នុងលំហនៃការធ្វើការសម្ដែងឬក៏ការនេះទេការផ្ដល់សេវាកម្មឬការអីផ្សេងពេលខ្លះយើងផ្ដល់សេវាកម្មហ្នឹងយើងដោយសាររាប់អានអញ្ចឹងទៅយើងគិតថារាប់អាននឹងជួយ implement មកអត់អីទេមកជួយ implement ទៅដល់ពេលយូរអាចជួយច្រើនដងទៅលែងមានកងត្រាលែងអីបាទអញ្ចឹងគាត់ថាតិចតួចហ្នឹងយើងគិតអីមិនអីចឹងចុះពេលខ្លះវាមានការល្អកមួយគ្នាគឺដោយសារតែដល់ក្រោយទៅអ្នកឯងនិយាយចេះ you say I say នេះទៅវិញទៅមកអ្នកឯងនិយាយចេះហ្នឹងកាលមុនអ្នកឯងនិយាយចុះអ្នកឯងលើចេះការសន្យាគ្នាដោយអត់មានកដាស់ស្នាមហ្នឹងគឺពិបាកមែនទែនអញ្ចឹងរាប់អានប៉ុណ្ណាក៏ដោយយើងមានកដាស់ស្នាមមកហើយកដាស់ស្នាមហ្នឹងតាំងពីកដាស់ស្នាមហ្នឹងក៏ដោយដូចបងប៉ានីបានលើកពីកិច្ចសន្យាមួយបរទេសមិនបងមានសួរសំណួរដែរថាយើងបើសិនជាមានរឿងមួយនឹងខាងបរទេសយើងដឹងទៅធ្វើគេមិនគឺនៅក្នុងជាទូទៅឥឡូវយើងមានយន្តការមួយដែលតឹងគេហៅមជ្ឈត្តកម្ម arbitration ដែលយើងអាចទៅរកមើលប្រទេសណាមួយឬក៏ប្រទេសខ្មែរយើងក៏ដោយយើងចុះកិច្ចសន្យាហ្នឹងហើយយើងដាក់ថាបើសិនវិវាទនឹងកើតឡើងចេញពីការអនុវត្តឬក៏ពីខ្លឹមសារកិច្ចសន្យាហ្នឹងយើងទៅដោះស្រាយនៅប្រទេសណាយើងអាចរើសបានទៀតមកលយបង customize បានទាំងអស់រើសបានថាយើងចង់ធ្វើមជ្ឈត្តកម្មនៅសិង្ហបុរីទៅនឹងមកហើយនៅក្នុងបច្ចុប្បន្ននេះបរិបទមជ្ឈត្តកម្មបច្ចុប្បន្នហ្នឹងក៏មានការរីកចម្រើនសង្ឃថាឈានមុខគេតែម្ដងហ្នឹងគឺនៅសិង្ហបុរីហ្នឹងបងហើយរឿងខ្មែរយើងខ្លះក៏ទៅដល់សិង្ហបុរីដែរអូចាវ៉ាវអញ្ចឹងការទៅដល់សិង្ហបុរីគេមានវិធានរបស់គេទៅដល់ហ្នឹងយើងអាចរើសចៅក្រមរបស់យើងខ្លួនឯងទៀតយយចាលយនៅកន្លែងហ្នឹងពេលខ្លះអ្នកខ្លះនៅក្នុងកុងត្រាក់គឺរើសហ្មងតែខ្ញុំចង់បានចៅក្រមមកថាខ្ញុំចង់បានចៅក្រមដែលរៀនចប់នៅសាកលវិទ្យាល័យនេះឬក៏ខ្ញុំចង់បានកាប់គេហៅថាមជ្ឈត្តករយើងហៅចៅក្រមចុះចង់បានចៅក្រមដែលខ្ញុំចង់បានតែគាត់ជាជនជាតិនេះគាត់មានជំនាញខាងហ្នឹងយើងទៅសេក្នុងកិច្ចសន្យាបានទាំងអស់បានភ្លឺភ្នែកច្រើននេះ
Các vật thể thêm pi mong ấy thì là dồn lời chụp bắp cho một các khối những one on one mỏng phố nhưng có tha rương chụp bắp tại tô mùi nâng AP lo cầm sật bánh nhai ní chưa lướt tim muối này đấy khi mà cả là con ông ca sập to pi nè chùm ní hay pi nè đấy còn trái trái pi nè phật ủa dương dương ai còn là dây tới vi xuốngเลยbị mà mặt pi mặt khi ai nhá quạt khát rọp mơn rọp sen rương quạt đấy quạt phật máu mình bằng ai chanh nè tròn ta ban rương chanh màu chị đông cầm phùn hay có thời trai lùi từ lợi event này tiệt hay từ trai vô từ cài phong vậy phong ấy spia bị vui này tạm còn gọi nó cứ bị thật mài mà mặt nó mình tu chứ còn đây là lọp mong khang studio với nhá từ lư ca bạch châu xử lý nhá vậy đấy nhung ca ta sầm nối này ai từ đồng bầy nè bạch châu xử lý lấy nhung khơi cả đây muối mình crom nè bạch châu xử lý chùm đi như không máy quạt bàn bị trình chỉ start ha sớm công vô xử lý có từ thua chia AI ដើម្បីបញ្ចូល studio ដែលបើ AI បញ្ចូលលេង studio ខ្លះប្រើតែគាត់ថា AI នេះគឺអសរវាថាមានទទួល authorization ថាយើងនឹងប្រើប្រាស់បែបនេះអញ្ចឹងណាចានឹងមានតែគាត់ថាភាគរយនៅតិចព្រោះថា AI បច្ចុប្បន្នភាពវាអត់ត mature enough សម្រាប់ថាដល់ណាយើងអាច detect emotion របស់យើងមិនអាចជំនួសមនុស្សនៅឡើយបាទខ្ញុំមនុស្សពិតខ្ញុំមាន AI និយាយហើយចុះទៅខាងផ្លូវច្បាប់អានេះវាខ្ញុំគិតថាអាចនឹង out of scope ដោយសារវាតាក់ទងមួយ AI ប៉ុន្តែថានេះវារំលោភកម្មសិទ្ធិបញ្ញាអត់មិញយើងបានលើកខាងច្បាប់យើងតាំង2003បាទការជំនាន់2003យើងអត់ទាន់មាន AI អីរីកចម្រើនដល់ឥឡូវទៅតែ20ឆ្នាំជាងហើយ23ឆ្នាំហើយយើងអាចនិយាយបានថាត្រឹមតែ2ឆ្នាំក្រោយនេះគឺខ្ញុំ scroll ទៅខ្ញុំឃើញឆ្មាឆ្កែក៏ចេះនិយាយភាសាចេះនិយាយដូចមនុស្សចឹងសំណួរហ្នឹងគឺវាចាក់ដោតដល់សម័យសង្គមបច្ចុប្បន្នដែរថាយើងជាតារាបុគ្គលដែលគេហៅថាបុគ្គល influencer ដែលមានឥទ្ធិពលក្នុងសង្គមអ្នកខ្លះខូចគេចង់យកគេអត់ចង់ approach យើងទេតែគេអាចធ្វើ AI រូបយើងបានហើយគេដាក់សម្លេងយើងទៀតបាទក្នុងសំណួរនេះបើសិនជាមែនតែនមកគឺគាត់ខុសដោយសារគាត់មនុស្សម្នាក់គឺយើងដូចជាមានយើងអាចនិយាយថាតែមរបស់ខ្លួនឯងដោយសារសម្លេងរបស់យើងឬក៏មុខរបស់យើងឬក៏ត្រូវឯកភាពណាមួយយើងមានតែមរបស់យើងមកមាន image របស់យើងតាំងពីសម្លេង audio របស់យើងអញ្ចឹងអាហ្នឹងគឺសិតតែគេ protect ទាំងអស់អញ្ចឹងមុននឹងគេប្រើគេត្រូវតែមកសុំការអនុញ្ញាតពីយើងអនុញ្ញាតដល់តែយើងព្រមហើយយើងត្រូវ set scope ដែរអនុញ្ញាតហ្នឹងប្រើក្នុងអីគេអាចប្រើក្នុងន័យត្រឹមត្រូវតែវីដេអូមួយ2ឬក៏យ៉ាងណាពួកហ្នឹងពេលខ្លះគេប្រើសម្លេងមកគេគឺយើងនិយាយស្ទិចតារាល្បី The Weeknd ឬក៏អីផ្សេងៗក៏មាន unique សម្លេងរបស់គាត់ដូច Justin Bieber ហ្នឹងក៏មានសម្លេង unique របស់គាត់អញ្ចឹងនៅមុននឹងការប្រើតាំងពីរូបយើងឬតាំងពីសម្លេងយើងគឺត្រូវតែមកសុំការអនុញ្ញាតបើអត់សុំការអនុញ្ញាតទេគឺអត់បានទេទោះជា AI ក៏ដោយហើយបើសិនជាគាត់យកមកយើងយក generate content ហ្នឹងហើយប្រមូលផលពី ad ពីការផ្សព្វផ្សាយពាណិជ្ជកម្មឯផ្សេងខុសទៀតអូអ្នកធ្វើ content ត្រៀមមកឯងបើ ad monetize ព្រោះថាអីបងវាមានហានិភ័យគឺឧទាហរណ៍ថាបងទិញទឹកម្ដបនឹងអញ្ចឹងហ្នឹងហើយដោយសារតែឥឡូវខ្ញុំទិញទឹកម្ដបនឹងដោយសារខ្ញុំ fan បងបាទអូហើយ fan បងហ្នឹងគឺបងខ្ញុំទិញទឹកម្ដបហ្នឹងគេលក់ឲ្យខ្ញុំហ្នឹងគឺដោយសារតែខ្ញុំដឹងថាទឹកម្ដបហ្នឹងឈ្មោះហ្នឹងគឺដោយសារតែមានសម្លេងបងខ្ញុំឮតាមរថយន្តកំពុងបើកឡាននេះចឹងទៅហ្នឹងហើយតែដល់ពេលខ្ញុំទិញហើយខ្ញុំឈឺពោះឬក៏ខ្ញុំមានអាការៈផ្សេងប៉ះពាល់សុខភាពអញ្ចឹងជាទូទៅខ្ញុំគិតថាបងជាអ្នកមានបញ្ហាជាទូទៅគឺយើងអ្នកជាអ្នកដែលណែនាំហ្នឹងហើយអញ្ចឹងវាមានហានិភ័យដល់នឹងទៀតយើងគិតដល់ហានិភ័យហ្នឹងសំខាន់វាមិនមែនតែត្រឹមតែវាប៉ះពាល់ដល់សិទ្ធិបុគ្គលរបស់យើងទេវាប៉ះពាល់ដល់រឿងហានិភ័យសង្គមមួយទៀតអូហើយយើងផ្សាយផលិតផលដែលប៉ះពាល់សុខភាពមនុស្សឬក៏ធ្វើទៅឲ្យមនុស្សគាត់មានរឿងមានអីយើងខុសទៀតចាចប់ហើយអញ្ចឹងយើងបារម្ភយើងបារម្ភដោយសារជាទូទៅប្រជាពលរដ្ឋក៏គាត់អត់ដឹងទេថាក្រុមហ៊ុនហ្នឹងឈ្មោះអី Co Ltd អីគេអត់ខ្វល់ទេហ្នឹងហើយគេស្គាល់តែផលិតម្នាក់ហ្នឹងផ្សព្វផ្សាយខ្ញុំទៅម្នាក់ហ្នឹងមុនគេហើយអូនទោះជាតាមផ្លូវច្បាប់
អ្នកដែលផលិតអ្នកដែលធ្វើអានឹងមែនតើដែលមិនបានឆ្លងកាត់តាមក្រសួងសុខាភិបាលឬយ៉ាងណានេះបានមានបញ្ហាប៉ុន្តែនៅពេលដែលគេប្តឹងអ្នកដែលផ្សព្វផ្សាយមុនគេមិនទៅប្តឹងម្ចាស់ brand ទេជាទូទៅគឺអញ្ចឹងនឹងគឺជាការយល់ដឹងជាមូលដ្ឋានខ្ញុំគិតថាអូនេះជាចំណេះដឹងមួយល្អសម្រាប់ content creator ព្រោះពីច្រើនដឹងទេទទួលផ្សាយដល់ពេលមានរឿងអត់ដឹងទេខ្ញុំមិនម្ចាស់ brand ផងខ្ញុំចែកម្លែកមួយទៀតបងដោយសារយើងទទួល content creator ខ្លះគាត់ទទួលហើយគាត់អត់បានពិនិត្យថានេះ logo ខ្ញុំឲ្យដាក់ logo មួយនៅលើ screen បើនិយាយដាក់តែ logo ខ្ញុំទៅបានហើយមួយខែខ្ញុំជូនសគុណមួយថ្ងៃគាត់ដូចផ្សព្វផ្សាយយីហោក្រុមហ៊ុនខ្ញុំអញ្ចឹងចៃដន្យក្រុមហ៊ុនហ្នឹងធ្វើល្បែងស៊ីសងច្បាប់ទៅដល់គេចាប់មកគេថាយើងជាអ្នកសងកំណត់អូអាហ្នឹងខ្ញុំធ្លាប់ចាប់គេខ្ញុំគំរាមប្តឹងព្រោះគេយកទៅប្រើហើយអត់ខ្ញុំអត់ដឹងមែនអានេះគេមានថាយើងដឹងថាវានឹងមានផលចាអូជុំអញ្ចឹងក៏នេះដែរណាយើងអត់មានតាក់ទងផងប៉ុន្តែដោយសារយើងជាប់ដាក់ logo ដាក់ពាក្យសង្ស័យមួយពេលហ្នឹងគឺយើងម្នាក់មានតែគេចង់ត្រូវការគេប្តឹងទេអ្នកមានតែគេចង់បានគេប្តឹងអញ្ចឹងការដែលនេះខ្ញុំណែនាំខ្ញុំគិតថាផ្ដល់យោបល់មកគឺថាប្រឌិតមើលសួរបួលយល់ខ្ញុំអាចទៀតកាន់តែភ័យទៀតព្រោះបាទមានគេគ្រាន់តែសំឡេងយើងបានតែមក10វិនាទីគេយកមកដាក់ចូលអីគេក៏បានដែរបាទមានអ្នកគាត់កាត់ podcast ខ្ញុំគាត់កាត់ខ្លីៗឬគាត់កាត់យកតែកន្លែងដែល miss concept វា miss interpret ដូចមកគាត់យកទៅកាត់ជាបករឿងខ្ញុំអត់និយាយច្រើនខ្ញុំ report ខ្ញុំទៅដល់ DMCA ដាច់ website គាត់ប៉ាត់គាត់ឆាតមកផងគាត់ទេខ្ញុំអត់ដឹងvừa nãy vừa thấyខ្ញុំមិនម៉ែខ្ញុំដូរឈ្មោះ website ទៅខ្ញុំអត់ដោះស្រាយឲ្យហ្មងហើយគាត់មិននៅខ្មែរគាត់នៅក្រៅបើនៅខ្មែរខ្ញុំប្តឹងក្រៅទៀតពោះទី1វានាំឈ្មោះអសោយដល់ខ្ញុំអត់ដឹងរឿងមួយផងទី2គាត់មានគោលបំណងអាក្រក់លើយើងអញ្ចឹងខ្ញុំទៅនិយាយជាមួយទៅអីក៏មាន page មួយចំនួនដែរខ្ញុំដាក់ទៅចេញ red restrict ខ្ញុំទុក6ខែខ្ញុំដាក់ឲ្យថាពុំមានលើកទី1ឥឡូវស្បត់អត់មានអាហ៊ានកាត់យកខ្លីៗភ័ក្រវគ្គនេះដូចគ្នាកាត់យកសាក់លើមើលតាមដល់ផ្ទះឡើយអត់ខ្លាចទេព្រោះកម្មសិទ្ធិបញ្ញាទៅបលីដាពេលបានស្ដាប់ពីរបៀបវរៈក៏ដូចជាទៅលើផ្លូវច្បាប់ក្នុងIP law ហើយរឿងមិញបញ្ចូលសលេងដូចបោះបងរឿងបងមួយចំនួនគឺប្រើសម្លេងតួពិតប៉ុន្តែបច្ចេកទេសនៅក្នុងការថតសម្លេងទាំងអស់ហ្នឹងយើងប្រើស្ទូឌីយោថតឬយើងថតផ្ទាល់ខ្លះដែរបងវាមានជាទូទៅគឺយើងផ្ទាល់ប៉ុន្តែដល់កន្លែងណាលំរំខានច្រើនដែលយើងមិនអាចយកមកមិចឲ្យវា clear បានយើងហៅគាត់មក10អូខេបាទពូចេះខ្ញុំនិយាយត្រង់មុខបងហ្មងរឿងខ្មែរតែបញ្ចូលសលេងតួសលេងផ្សេងខ្ញុំមើលខ្ញុំពិបាកប្រមូលអារម្មណ៍មិនមែនយើងគ្រប់គ្រងរឿងដែលល្អប៉ុន្តែអារម្មណ៍វាអត់នៅមួយតួចំពោះបងជាអ្នកផលិតតើបងព្យាយាមបន្ថយអាការបញ្ចូលសលេងនឹងច្រើនឬក៏អាស្រ័យទៅលើតួដែរព្រោះតួខ្លះគាត់អត់និយាយខ្មែរទេយើងត្រូវយល់ព្រោះយើងអត់បញ្ចូលសលេងគាត់អ្នកស្ដាប់គាត់យល់ឬក៏ accent គាត់វាអត់សូវអំណោយផលហ្នឹងខ្ញុំយល់ប៉ុន្តែនិយាយថាអ្នកដែលគាត់មានទេពកោសល្យសំឡេងហ្មងតើបងបដោតទៅលើការថតសំឡេងក៏ផ្ទាល់ឬអត់ជាទូទៅរឿងផន LD យើងអសង្ឃថា 100% គឺយើងយកសលេងតួផ្ទាល់ហ្មងអូខេលើកលែងតែតួបរទេសសូម្បីតែតួបរទេសក៏ដោយក៏ខ្ញុំឲ្យគាត់និយាយភាសាខ្មែរដែរតែយើងដូរ replace សលេងគាត់ចេញយើងយកឲ្យត្រូវមាត់ដូចគ្នាហ្នឹងហើយបងគាត់និយាយខ្មែរបានអញ្ចឹងយើងអាចយកសលេងគាត់បានអញ្ចឹងមិនយើងត្រូវ replace សលេងគាត់ចេញត្រូវហើយបងក្រៅពីហ្នឹងគឺ 100% គឺសលេងតួទាំងអស់បាទយើងអត់បញ្ចូលទេបាទស្មុកស្មាញឬវាថាយើងអ្នកមើលចាំតែមើលដល់ពេលគាត់អ្នកធ្វើវិញឆ្ងាយទ្រាំបានរឿងចេញមកលមុនជជែកគ្នាថាចង់ទៅមើល behind the scene ដល់មានពេលទៅសោះនេះដល់ពេលគាត់និយាយគ្នាហើយប៉ះតកិច្ចមករហូតដល់ឥឡូវជិត1ឆ្នាំហើយត្រឡប់មកខាង studio វិញដោយសារយើងមើលឃើញថាទស្សនវិជ្ជាឥឡូវវាមានរឿងច្រើនដែលកំពុងកាត់ឡើងនៅតាម website ពីដើមអត់បាននិយាយដែររឿង website ចាយរឿងដូចយើងមិនអត់ដែលមាន website ដែលកម្រិតដូច Netflix ឥឡូវវាទៅមាននៅស្រុកខ្មែរយើងឯងហើយ Netflix នៅស្រុកខ្មែរយើងហ្នឹងក៏ពីមុនក៏វាមានកម្រិតដែររឿងខ្លះវាអត់មាននៅយើងទេអា Netflix វាមានអា function មួយទៀត live event ហ្នឹងពីមុនគឺយើងអត់មានដែរឥឡូវយើងមានអស់ហើយខ្ញុំគិតថាដោយសារតែប្រទេសយើងមើលទៅគេចាប់ដើមទុកចិត្តមិនគេចាប់ដើមមាន accent ដូចកលាកាសហើយពីមុននៅក្នុង
ទូតមើលចាំម៉ោងគេអញ្ចឹងណាឥឡូវនៅក្នុង Netflix មានហ្នឹងមកយើងអាចមើល live event boxing mix martial art concert ឡាក់ហ្នឹងឡាក់ហើយមុនហ្នឹងទៀតយើងមាន website ផ្សេងៗទៀតទាំងក្នុងស្រុកទាំងក្រៅស្រុកដែលមកដូច iFlix អីដែលគាត់មកនេះក៏ទៅវិញបាត់ដែរអានេះយើងមើលឃើញថាវាមានវិវត្តតាមរបបទីផ្សារដែរប៉ុន្តែចំពោះបងផ្ទាល់ដោយសារយើងនឹងមានventure ថ្មីដែលយើងនឹងបង្កើតដែរដែលខ្ល้ายទៅជា platform មួយនៅក្នុងការចែកចាយដែរតើបងនឹងដោះស្រាយបញ្ហាដែលនៅមុខឯដែលមានជនខិលខូចមួយចំនួនគាត់យករឿងយើងទៅចែកចាយបន្តឬក៏ជាគេថាពុំមាននៅក្នុងការឲ្យគាត់ធម្មតាយើងមិនចង់ចាត់វិធានការភ្លាមទេប៉ុន្តែយើងគាត់ថាគួរថាបើសិនជាធ្វើខុសហើយលុបចោលទៅព្រោះបើសិនជាមាន blueprint ខ្ញុំចេះប្រាប់អ្នកគាត់ធ្វើមាតិកាដែរថាអ្វីក៏ដោយធ្វើនៅលើ online ជាប់មកទៅ website លុបចោលមិនក៏នៅមានដែរគេមានរបៀបយកមកតាខ្ញុំចេះយកមកតាគេមាន archive digital archive នេះយើងអាចមើលទៅក្រោយ backtracking 6 ខែ 7 ខែដល់ website ហ្នឹង upload អីគេខ្លះចំពោះបងតើ studio នឹងមានធានាការអីឬក៏យើងគ្រាន់តែប្រកាសថាដោះស្រាយខ្លួនឯងសិនទៅព្រោះអានេះបើយើងនិយាយពីដើមមកវាមានផលជះអវិជ្ជមានធំទៅថ្ងៃក្រោយសម្រាប់យើងយើងអាចនឹងបាត់បង់ការទុកចិត្តពី studio ធំៗដែរបើសិនជាយើងអត់ធ្វើអីទៅបងយល់មិនដែរជ្រៅជ្រះអូខេតើតើនឹងតាមពិតយើងធ្លាប់ធ្វើមួយជុំដែរតែមិនមែនទៅលើ online លើ private screening house private movie ចាយើងធ្លាប់មានអ្នកដែលគាត់ព្យាយាមសហការជាមួយនឹងយើងវិញតើតើទៅនឹងឥឡូវយក content ដែលត្រឹមត្រូវទៅដាក់ហើយបន្ទាប់មកមានតែអ្នកមានបកប្រឆាំងដូចគ្នាដែរមានបកប្រឆាំងអញ្ចឹងទៅយើង go through តាមច្បាប់តាមអីចឹងទៅ approach ministry ទៅតាក់ទងទៅនឹងបញ្ហាហ្នឹងយើងដោះស្រាយទៅតាមហ្នឹងទៀតបាទអញ្ចឹងត្រឡប់មកវិញសួរថាយើងចង់ឈានទៅដល់ដូចRose គាត់និយាយអញ្ចឹងថាតើយើងចង់កាចហ្មងឬក៏យើងចង់ថាលក្ខណៈថាដំបូងឡើយយើងចង់ approach គាត់ដោយវិធីណាអញ្ចឹងតាម situation របស់ក្រុមហ៊ុនគឺតែងតែចង់ថាដំបូងឡើយត្រូវ educate គាត់សិនថាតើអីគេហៅថា copyright អីគេទៅហៅថាកម្មសិទ្ធិបញ្ញាអីគេហៅថាអាជ្ញាប័ណ្ណដែលអ្នកឯងត្រូវទទួលយកមុននឹងអ្នកឯងធ្វើអីគេមួយអញ្ចឹងដូចគ្នានឹងបញ្ហារឿងថាដូច subtitling ដូចអីចឹងដូចរឿងលើកដល់រឿង Netflix ខាង Westec ក៏ធ្លាប់ធ្វើការជាមួយនឹងខាង iFlix ហើយជាមួយនឹង Netflix ដូចគ្នាដែរ iFlix វិញគឺយើងធ្វើការលក់translation ឲ្យគេអូខេបាទពួកគេកាលនោះគេដាប់រឿងច្រើនកាលនោះគេដោយសារហើយយើង work ជាមួយនឹងខាង studio ទៅនឹង subtitling អញ្ចឹង subtitling ហ្នឹងយើងក៏បានធ្វើការលក់ទៅឲ្យខាង iFlix ដែរបាទហើយតែយើងមិនមែនមានថាយើងមានសិទ្ធិលក់ហ្មងទេយើងត្រូវតែ approach ជាមួយនឹងម្ចាស់ដើមសិនថាឥឡូវខាងគាត់ approach យើងហើយ content យកពីអ្នកឯងទេប៉ុន្តែគាត់យកសាប់ពីខ្ញុំតើអ្នកឯងអូខេអត់បាទចឹង as long as នៅពេលដែលម្ចាស់ដើមហ្នឹងគាត់ប្រាប់ថាអូខេទើបយើងអាចមានសិទ្ធិលក់មិនមានថាគាត់មាន content ហើយឥឡូវខ្ញុំយកពីខាង studio ស្រាប់ហ្មងរូបភាពអីទាំងអស់តែដល់ពេលសាប់អ្នកឯងឲ្យខ្ញុំហ្មងមកព្រោះថាខ្ញុំមានរបស់ទាំងអស់ហ្នឹងហើយអត់បានទេតើនៅពេលដែលខ្ញុំអត់មានសិទ្ធិពីម្ចាស់ដើមគាត់ហើយបន្ទាប់មកខ្ញុំធ្វើសាប់ agreement ឲ្យអ្នកឯងតទៀតអត់បានអញ្ចឹងដោយករណីដូចការប្រកាសថ្មីហ្នឹងពីក្រសួងពាណិជ្ជកម្មបាទគាត់បានផ្ដោតទៅលើថាlike គេហៅថា source ហូបនៃផលិតផលហ្នឹងគឺមកពីណាគេត្រូវមានគេហៅថាវិក័យប័ត្រឬក៏ agreement បញ្ជាក់ថាអ្នកឯងមានរបស់បើថាអ្នកឯងមាន sub license ពីគេមកថាខ្ញុំមានសិទ្ធិលក់ថាអ្នកជាច្រើនព្រោះថាពេលដែលខ្ញុំចោះទៅរឿង pirate cinema តាមទូច cinema house ណាគាត់តែនិយាយថាក៏លើកមកវិញថាខ្ញុំមានសិទ្ធិពីខាងក្រសួងពាណិជ្ជកម្មថាខ្ញុំបើក business ហ្នឹងប៉ុន្តែមិនមែនមានថាអ្នកឯងមានសិទ្ធិបើកពាណិជ្ជកម្មហ្នឹងហើយអ្នកឯងអត់ត្រូវការសិទ្ធិក្នុងការចែកចាយបន្ត content ឬក៏ content rights ហ្នឹងអ្នកឯងមាននៅក្នុងដៃបាទចាផលិត like film ហ្នឹងអ្នកឯងបានពីណាមក source ច្បាស់លាស់អត់វាដូចគ្នាចឹងដែរហើយនិយាយទៅគោលការណ៍របស់ក្រុមហ៊ុនគឺដូចគ្នាចឹងដំបូងឡើយយើងចាប់ផ្ដើមពីចំណុច educate តែថាឥឡូវយើងណែនាំថាឥឡូវនេះខុសហើយតើធ្វើម៉េចឲ្យត្រូវ
សួរ channels ដែលត្រូវហ្នឹងយើងមាន provide អត់យើងមានសិទ្ធដើម្បីឲ្យផ្ដល់ឲ្យរបស់អស់ហ្នឹងអត់យើងមានដូចគ្នាជាមួយនឹងពីមុនមានមួយ wave ដែរតាក់ទងនឹងរឿង CD CD ហ្នឹងគាត់ថាអូចង់ឲ្យខ្ញុំ license តើខ្ញុំត្រូវទៅរកនៅណាបើក្នុងទីផ្សារអត់មាន license ផងអញ្ចឹងខាង Westage វិញធ្វើមកកណោឡើង bring DVD ពីកាលនោះនៅ Fox ឡើយ Fox Studios បាទ Universal Studios យើងយក DVD មកលក់នៅក្នុងទីផ្សារដើម្បីបញ្ជាក់ថាយើងមាន license ដើម្បីយកទៅលក់ so ដំបូងឡើយដូចនិយាយចឹងថាជំហានដំបូងគឺយើងចាប់ដើមពី education បន្ទាប់មកទៀតយើងទៅដល់ថាតើអ្នកឯងធ្វើម៉េចអាច legal បានហើយបន្ទាប់មកទៀតបានយើងឈានដល់ចំណិតចូលដល់ខាងច្បាប់ខាងអីចឹងទៅពី slow ទៅកាច់និយាយឲ្យខ្លីទៅចាប់ដើមពីការអប់រំចាអប់រំមិនសិនអប់រំស្ដាប់ខ្ញុំគិតតាមហ្នឹងទៀតចាវាវែងឆ្ងាយរឿងនេះដោយសារបើយើងមើលពី impact ផលជះនៃស្ថានភាពនៅក្នុងការចែកចាយរឿងដោយមិនមានកម្មសិទ្ធិបញ្ញានេះដូចបើបងលីដាប្រហែលជាយល់ 100% ព្រោះថាយើងចង់ឲ្យ studio ធំគាត់មកថតគាត់នៅប្រទេសយើងឬក៏ថតរឿងតែម្ដងពីប្រទេសយើងទៅថ្ងៃក្រោយតោះតែយើងផ្ដល់តម្លៃឲ្យការងារគេដែលគេយកមកចែកចាយនៅយើងដែរដូចគ្នាផងដែរនេះវាជាការផ្ដល់នៅចំណូលមួយដែលពួកគាត់អាចយកមកឃើញថាសក្តានុពលទីផ្សារស្រុកខ្មែរអាចមានឱកាសនៅក្នុងការធ្វើការទាំងអស់ហ្នឹងបានខ្ញុំមិនចង់និយាយថានេះដោយសារតែហេតុផលដែលយើងមិនឲ្យតម្លៃគេហ្នឹងមិនគេមកមែនទេខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែចាប់ផ្ដើមឲ្យតម្លៃពីពេលនេះទៅពីមុនមកក៏ឲ្យដែរតែគ្រាន់តែថាមិនបានយកចិត្តទុកដាក់អញ្ចឹងគួរតែផ្ដល់ឱកាសឲ្យផលិតករដូចបងលីដា studio ផ្សេងៗដែរនៅក្នុងស្រុកនេះយើងត្រូវតែផ្ដល់តម្លៃពួកគាត់ដើម្បីពួកគាត់នឹងយកទុនហ្នឹងទៅចាយបន្ថែមឲ្យក្រុមហ៊ុនហ្នឹងកាន់តែរីកទៅយើងមានកុនល្អមួយច្រើនខ្ញុំចង់ឃើញខ្មែរយើងថត action film បន្តទៀតមានសិលមានអីដែរខ្ញុំជឿថាពីយើងអ្នកមើលយើងចេះតែចង់មើលរឿងថ្មីប៉ុន្តែពីគាត់អ្នកផលិតគាត់យកស្អីយកមកផលិតបើអត់មានធនធានអញ្ចឹងតើយើងអ្នកមើលហ្នឹងផ្ដល់តម្លៃហើយបើអ្នកមើលផ្ដល់តម្លៃលួចត្រាតែគោរពកម្មសិទ្ធិបញ្ញាហើយបើថាអត់គោរពទេនេះមេធាវីនៅមុខត្រាប់អានេះវាពាក់ព័ន្ធទៅនឹងយើងកសាងកិត្តិយសរបស់យើងនៅក្នុងទីផ្សារអន្តរជាតិដែរអញ្ចឹងចាហើយបើសិនជាគេឈ្មោះរបស់យើងនៅក្នុងទីផ្សារអន្តរជាតិយើងបានតែធម្មតាលួចគេឬក៏ like កម្មសិទ្ធិបញ្ញារបស់យើងអត់ strong អញ្ចឹងធម្មតាហ្នឹងគឺជាអ្វីមួយដែលថាយើងបកយកឱកាសផ្សេងទៀតយកតែហុញឱកាសផ្សេងហ្នឹងចេញទៅក្រៅហើយដូចគ្នាជាមួយនឹង case ដែលខ្ញុំនិយាយថា premier ដូច case ដែលខ្ញុំនិយាយថាតើគេឲ្យយើង release អត់ព្រោះអ្នកខ្លះណាជួនកាលខ្ញុំធ្លាប់ទៅលក់រឿងមិនថាលក់រឿងខ្មែរយើងទៅអន្តរជាតិដូចគ្នាដែរថាអញ្ចឹងគេមានពេលខ្លះគេមាន questions ដែរតើរឿងយើងហ្នឹង follow សិទ្ធត្រឹមត្រូវអត់ yes ហើយគឺ questions ហ្នឹងវាចាក់ឈ្មោះយើងវិញថាតើយើងហ្នឹងមានថាត្រឹមត្រូវអត់នេះថា Oh my god so ដូចគ្នាដែរមើលពេលដែលយើងនាំរឿងចេញទៅខាងក្រៅដូចគ្នាដែរយើងត្រូវមាន sensor ថាតើពួកគាត់ហ្នឹងពិតជា follow script ហើយមាន sign អីត្រឹមត្រូវអត់អីចាបាទវាផលប៉ះពាល់ដូចនិយាយចឹងគេឈ្មោះរបស់ស្រុកខ្មែរយើងនៅក្នុងទីផ្សារអន្តរជាតិអត់ចំណេញទេបាទវាថាអ្នកដែលគាត់ព្យាយាមរកហេតុផលឆ្លើយវាចេះតែមានហេតុផលឆ្លើយប៉ុន្តែអាផលចេះហ្នឹងវាប៉ះពាល់ទាំងប្រទេសដែរចាបើប្រយោជន៍អ្នកមើលមួយផ្លែតហ្នឹងមើលហើយចប់ហើយដល់ពេលរួចមកគេឈ្មោះប្រទេសជាតិនៅជាប់មួយហ្នឹងវាបន្តិចម្ដងទៅវាខៅទៅជំងឺហើយចឹងតែខ្លាចជាជំងឺរ៉ាំរ៉ៃវាពិបាកដោះស្រាយជឿថាម្នាក់មិនចង់ឲ្យប្រទេសយើងឥឡូវហ្នឹងយើងត្រូវការគេឈ្មោះល្អបន្ទាប់ពីរឿងដែលបានកាត់ឡើង2025ហើយយើងលែងចង់បានឈ្មោះអសោចទេខ្ញុំគាត់ថាការពិភាក្សាយើងនេះវាមានជ្រៅខ្លះវាមានរយៈខ្លះតែវាបានចិត្ត2ម៉ោងដែរតែមុនទៅចង់ចេះចង់បងលីដាមានពាក្យអីផ្ដាំផ្ញើទៅកាន់អ្នកមើលឬក៏អ្នកដែលគាត់អ្នកដែលមិនទាន់បានលួចស្នាដៃបងទៅហើយបកាហើយតែកុំឲ្យលួចបើមិនជាលួចអាចនឹងប្រឈមមិនចឹងបងអាចផ្ដាំផ្ញើទៅពួកគាត់ឲ្យបានបាទជាចុងក្រោយសូមផ្ដាំផ្ញើទៅដល់អ្នកលួចក៏ដូចជាអ្នកមើលពីអ្នកលួចអាហ្នឹងផ្ដាំផ្ញើទៅទាំងពីរហ្មងថាសូមកុំព្រោះវាអត់ខាតនឹងចំណេញអីមកលួចមើលមិនតិចហ្នឹងទេវាអត់ខាតទេតែផ្ទុយទៅវិញវាប៉ះពាល់ធំប៉ះពាល់ទាំងផលិតករប៉ះពាល់ទាំងមុខមាត់ប្រទេសយើងមិនថាតែលួចរឿងក្នុងស្រុកក៏ដូចក្នុងក្រៅស្រុកទេព្រោះឥឡូវហ្នឹងក៏ពីអាទិត្យមុន
ខ្ញុំលឺមានខាងដូចជាខាងអីសមាគមអីផាន់អាមេរិកគេលើកឡើងថាស្រុកខ្មែរយើងលួចរឿង studio គេច្រើនអានេះពីខាងគ្នាយើងដែលយើងប្រាប់ណាអញ្ចឹងសូមតាកុំឈប់បានយើងឈប់ទៅអាហ្នឹងវាអត់ចំណេញអីច្រើនទេផ្ទុយទៅវាប៉ះពាល់ច្រើនជាងចំណេញណាសូមសំណពរកុំប្រព្រឹត្តតទៀតបាទអរគុណច្រើនបងចុះខាងមេធាវីមានអី5ផ្ញើដែរ5ផ្ញើថាណាចង់ជេរខ្ញុំអីខ្ញុំប្តឹងអីចឹងការពី5ផ្ញើខ្ញុំការពីខ្ញុំមេធាវីនៅហ្នឹងហើយអានេះគេនិយាយតែចេះខ្ញុំមិននិយាយវិញទាំងអស់ចាំមេធាវីខ្ញុំមកដល់ឥឡូវនៅហ្នឹងហើយចាសម្រាប់ខ្ញុំទៅខ្ញុំគិតថាទៅតាមច្បាប់ផងតាមឯកជនបុគ្គលផងមានន័យថាយើងយកចិត្តយើងដាក់ចិត្តគេបើមិនជាយើងចម្លងគេយើងចម្លងគេយើងមានអារម្មណ៍ចឹងប៉ុន្តែអ្នកដែលត្រូវបានគេចម្លងបើមិនជាយើងជាគេវិញតែយើងមានអារម្មណ៍មិនប៉ុន្តែតែងតែពិនិត្យដឹងថាត្រូវដឹងថាច្បាប់គឺមានអញ្ចឹងវិធានការច្បាប់ក៏មានដែរអញ្ចឹងសូមយើងទាំងអស់គ្នាអនុវត្តនិងគោរពតាមច្បាប់របស់យើងទាំងអស់គ្នាខាន់ចប់នេះបងមានអីហ៎ជាលើកចុងក្រោយផ្ដាំផ្ញើទៅហ្វេនដែលមើលរឿង Divestic នាំចូលខ្ញុំជឿថាយើងនិយាយរឿងអវិជ្ជមានតទៅមួយនឹងផលជាហើយប៉ុន្តែរឿងគេថារឿងផ្កាឌីស្រស់បំប្រងម្ដងមានពាក្យអីបណ្ដាញតែអ្នកដែលគាត់ស្មោះសរមួយយើងគាត់ទៅមើលនៅរោងកុនគាត់តែគ្រប់ច្បាប់មានពាក្យអីបណ្ដាញទៅពួកគាត់អត់និយាយទៅថ្លៃម្ដងគុណខ្លាំងបើសិនជាអត់មានការសហការពីខាងគាត់រោងកុនក៏មិន develop មកដល់សប្ងៃមានពីរោងតែមួយរហូតដល់28រោងហើយបន្ទាប់មកចង់និយាយថាពីមុនយើងអត់មានឱកាសសូម្បីតែមើលរឿង Hollywood បែប 3D ហើយឥឡូវយើងមានដោយសារថាមានការ support ពីពួកគាត់ហើយពួកគាត់មិនថាយើងអត់និយាយถึงអវិជ្ជមានណាថាពួកគាត់ហ្នឹង support ខ្លាំងណាស់ពេលខ្លះឃើញតែថាមាន private like link ដែលអត់ cost ដែលអត់ស្របច្បាប់ហ្នឹងក៏ផ្ញើមកឲ្យពួកយើងវិញទៀតផ្ញើថាចេះបងខាងគាត់នេះធ្វើចេះហើយបងអាចជួយទៅនិយាយមួយពួកគាត់ថាចេះទេដើម្បីឲ្យយើងបានមានឱកាសបន្តបានមើលរោងបានមើលរបស់ដែល license បានមើលរបស់ដែលមានគុណភាពល្អហើយខាងនិយាយទៅអត់មានអីផ្សេងក្រៅពីខាងអរគុណពួកគាត់ដែលបាន support ពួកយើងកន្លងមកក្នុងរយៈពេល15ឆ្នាំហ្នឹងឯងព្រោះថាពួកគាត់សឹងថា fan ជាប់មកបាទចាមួយដែរខ្ញុំ fan ដែរបងហើយក៏អរគុណដែរមែនតើមកយើងឃើញថាឥឡូវហ្នឹងគឺគោរពច្បាប់ខ្លាំងហើយមានបើសិនជាគេឆ្ងល់អីគេមកសួរមេធាវីមែនតែខ្ញុំឯងថាសួរទៅបងមេធាវីមែនណែមេធាវីឥឡូវច្រើនអ្នកដែរបងច្រើនអ្នកដែរបងថ្លៃខ្ញុំមេធាវីដែរចារាប់អ្នកអីបងមេធាវីខ្ញុំតែហ្នឹងស្រួលតិចមុនទៅនឹកឃើញពាក្យមួយប៊ីផ្លេចខ្ញុំគាត់ថា segment នេះល្អដែរពូបងលីដានៅនឹងតនបងលីដានៅនឹងបងបើសិនជារឿងបងចាក់នៅរោងកុនដូចគេយកទៅ spoil អាហ្នឹងបងខឹងអត់ឧទាហរណ៍ឥឡូវរឿងតំចាញ់ហ្នឹងគេចាក់ណា pre screening អីចឹងណាស្រាប់តែក្នុង Facebook ម៉ែអានោះប្រសេសាច់រឿងបញ្យលមកខ្ទេច spoil ខ្ទេចតើបងមានពាក្យអី5ផ្ញើទៅកាន់អ្នក spoil រឿងវាអ្នក spoil វាខុសពីអ្នក review ណែតាមពិតអ្នក spoil មិនគួរបើ review អូខេខ្ញុំអាចនិយាយថាបើកចិត្តតលាយអ្នកឯងចង់ review មិនខ្ញុំអត់ខ្លាចទេចង់អ្នកឯង review បើភ្លឹះក៏ខ្ញុំអត់ខ្លាចដែរព្រោះខ្ញុំឃើញមករយៈនេះណាខ្ញុំឃើញមានការបន្ទ្រុបបន្រាស់ច្រើនពី film review ជាមួយនឹងផលិតករជាមួយនឹងអីហើយមានតាំងពី fake account ក៏មានអីក៏មានអញ្ចឹងបើណាក្នុងនាមយើងមានសុទ្ធមិនខ្លាចភ្លើងយើងដឹងហើយបើសម្រាប់ខ្ញុំគាត់ខ្ញុំផលិតចេញទៅខ្ញុំដឹងថាហ្នឹងហ្មងមិនបាច់គេឲ្យបន្ទុកខ្ញុំតន់ខ្ញុំមើលខ្លួនឯងខ្ញុំដឹងហើយតែខ្ញុំមិននិយាយហើយសម្រាប់ LD ផ្ទាល់រាល់ថ្ងៃអ្វីដែលយើងគួរធ្វើគឺប្រឹងផលិតគុណជាជាងប្រឹងប្រម៉ូទបាទផលិតគុណជាជាងប្រឹង review ខ្លួនឯងអញ្ចឹងពីខ្ញុំសនំពអត់សនំពទៅពួកគាត់ពិបាកជុំគាត់ពិបាកក្នុងការនិយាយគ្នាឲ្យគាត់ឈប់ក៏ពួកគាត់អត់ឈប់ទេអញ្ចឹងពួកគាត់ទៅតែខ្ញុំសនំពទៅ audience វិញជឿលើផ្នែកខ្លួនឯងជឿលើអ្នក review មានល្អមានអាក្រក់អ្នក review ខ្លះគឺគាត់មានចំណេះដឹងក្នុងការ review មកដែលយើងអានផាន់គាត់មើលទៅខ្ញុំឃើញអ្នក review ម្នាក់នៅស្រុកខ្មែរគាត់ review វែងមែនតើគាត់ review ចុងកាពី page បាទ
ប៉ុន្តែខ្ញុំអានទៅក៏ត្រូវណានេះត្រូវទោះជាគាត់ review ផងខ្ញុំអាក្រក់ក៏ដោយ review ផងគេអាក្រក់តែខ្ញុំមើលទៅគាត់ review ត្រូវដែលផលិតករគួរតែយកអាចំណុចគាត់ review ហ្នឹងទៅយកទៅគិតថាអូហេតុអីបានពួកគាត់ហ៊ាន review ដល់ប៉ុណ្ណឹងអាហ្នឹងត្រូវតែអ្នកផ្សេងមួយទៀតគឺអត់ទេគឺ review ដើម្បី marketing ដើម្បីក៏មួយអញ្ចឹងអាពីខ្ញុំទៅដើម្បីទប់ស្កាត់អាហ្នឹងទប់ស្កាត់បញ្ហាហ្នឹងដែលកើតឡើងរាល់ថ្ងៃនេះខ្ញុំសុំទៅ audience វិញខ្ញុំសុំទៅ audience ឲ្យមើលទៅលើផ្នែកខ្លួនឯងកុំមើលទៅលើ10លើ10កុំមើលទៅលើ4លើ5ឯងកុំមើលទៅលើអាហ្នឹងពោះច្រើនហើយឥឡូវហ្នឹងងាយស្រួលក្នុងការសរសេរមែនតើគាត់សរសេរឲ្យផុសងាប់ផលិតករហ្មងអញ្ចឹងអត់ទេសុំឲ្យមើលទៅលើទី1ជឿជាក់លើផ្នែកខ្លួនឯងព្រោះ trailer ក៏ចេញទៅហើយបាទ trailer ក៏ចេញទៅហើយអញ្ចឹង trailer 2នាទីកន្លះហ្នឹងបើសិនជាពួកគាត់ចេះមើលគ្រប់គ្រាន់ការវិតម្លៃថាគាត់គួរតែមើលកូននឹងឬក៏អត់ទី1ទី2គាត់ទៅមើលលើ credit ផន studio director ផន studio ផន writer ថាអ្នកណាគេកុំមើលទៅលើកូនខ្មែរច្រើនអ្នកផលិតងាប់មកលេងកូនខ្មែរមិនល្អមើលដូចមេតាវីគាត់រវល់ចង់ងាប់មួយខែមើលកូនម្ដងលេងថ្ងៃហ្នឹងគាត់ទៅមើលប៉ះកូនខ្មែរមួយគាត់មើលគាត់ល្អមើលគាត់រៀង6ខែហ្នឹងស្រួលអត់ទេខ្ញុំចិត្តមើលខ្ញុំឧទាហរណ៍ថាបើមើលទៅប៉ះកូនតែអន់ខ្លាំងអញ្ចឹងសុំកុំវិនិច្ឆ័យត្រីមួយស្អុយមួយស្អុយមកកត្រកមែនទេសុំឲ្យពួកយើងព្យាយាមអានអក្សរព្រោះខ្ញុំឃើញមិនមួយចំនួនទេប៉ុន្តែច្រើនដែរយើងដាក់ trailer ដាក់ថ្ងៃប្រចាំថ្ងៃគាត់នៅមាន comment សួរប្រចាំថ្ងៃណាទៀតពិបាកណាហ្នឹងអាពិបាកមែនតើហើយអ្នកដែលអញ្ចឹងអាហ្នឹងអ្នកដែលតគ្នាដែលតគ្នាឲ្យអត់មើលទេហ្នឹងហើយប្លារឿងនេះនឹងចាប់ចាំថ្ងៃនេះបងនឹងប្រចាំថ្ងៃណាចង់បានចម្លើយភ្លាមដូចតែខ្ញុំធ្វើវីដេអូ laptop នេះតម្លៃ$1000 how much ក្នុង title ដាក់$1000 how much ទិញនៅកន្លែងនេះដាក់ map ទិញនៅណានៅតែមានអ្នកសួរចឹងប៉ុន្តែញើតែឆ្លើយបើឆ្លើយបានគាត់ថា view ទៅគាត់ថាមិនមើលដាក់ទៅលើហ្នឹងឯតាខ្ញុំគាត់ថាអានេះវាថាវាមានខ្លះដែរមិនអត់ទេមិនថាទាំងអស់ទេកុំឲ្យគវឹកហ្នឹងយើងទៅនឹងយើងប្រឹងទៅផលិតករទាំងអស់គ្នាគួរតែប្រឹងពង្រឹងសមត្ថភាពខ្លួនឯងបាទបង marketing ក៏យើងប្រឹងធ្វើប៉ុន្តែប្រឹងពង្រឹងគុណភាព creative ហើយនឹងសាច់រឿងស្អីហ្នឹងគឺយើងគួរតែប្រឹងជាជាងយើងបណ្ណាផលិតករនិងផលិតករគួរតែប្រកួតប្រជែងគ្នាទៅលើ creative កុំប្រកួតប្រជែងគ្នាទៅលើ marketing ដែលបំផោងលឹះជ្រុលធ្វើឲ្យ audience ផងយើងគាត់បាត់ទំនុកចិត្តពេលដែលយើងចេះតែប្រឹងជួលអ្នក review នេះជួល MMO នេះ boot អានេះ boot នោះតែទាំងតែយើងអត់ប្រឹងទេអត់ប្រឹងផលិតអត់ប្រឹងកើត creative ថ្មីអត់ប្រឹងកើត concept ល្អគឺតែប្រឹងផលពួកគាត់ណាអាហ្នឹងខ្ញុំឯកភាពបងជួបហានិភ័យទាំងអស់គ្នាទៅមិនថាទៅតែខ្ញុំគឺទៅទាំងអស់គ្នានៅលើវិស័យហ្នឹងហ្មងតែពួកគាត់បាត់ទំនុកចិត្តហើយពួកយើងបាក់ស្ដារមកវិញទឹកហ្នឹងតែល្អឲ្យចប់ហើយអញ្ចឹងយើងត្រូវតែជួយទៅមិនរែងទាំងអស់គ្នាឲ្យទឹកហ្នឹងថ្លារហូតណាកុំមកល្អទៅបាក់មែនតើព្រោះឥឡូវហ្នឹងយើងមានឱកាសហើយយើងអាចនិយាយថាកុនខ្មែរដើរតួនាទីសំខាន់មែនតើឥឡូវហ្នឹងសម្រាប់រោងកុនណាយើងឃើញ box office កុនខ្មែរឡើងខ្លាំងបាទអញ្ចឹងយើងគួរតែថែរក្សានិងចាប់យកឱកាសហ្នឹងឲ្យជាប់បាទដូចបងរឿងបងក្រោយនេះចាស់កំព្រាហ្នឹងបាទម៉ែឲ្យខ្ញុំទាំងម៉ែក្មេងទាំងម៉ែបកើតទៅមកវិញមិនខឹងមានខឹងថានាំទៅមើលណាខឹងថាឲ្យគាត់ទៅយំខ្ញុំថាមើលទៅម្នាក់មកសរសើរម្នាក់មកសរសើរចាស់វាអញ្ចឹងថាស្នាដៃដូចរឿងចាស់កំព្រានេះបើនិយាយពីថាយើងកម្រឃើញរឿងបែបហ្នឹងដែលយើងពីមួយចំនួនរឿងប្រភេទហ្នឹងមានតិចដែលយើងមើលហើយយើងចង់មើលទៀតគាត់តែល្អគឺចង់មើលទៀតដែលយើងមើលហើយលេងចង់មើលហ្នឹងផ្សេងបើដូចខ្ញុំថ្មីខ្ញុំមើលរឿងមួយចំនួនអញ្ចឹងទៅមើលរងគាត់ណាបើរឿងខ្ញុំគាត់ថារឿងដែលល្អដែលមើលឲ្យវាមានបទពិសោធន៍ជាមួយសាច់រឿងហ្មងគឺយើងទៅមើលរងគាត់ទៅមើលរងកុនហើយបើប៉ា screen X ទៀតអានោះញាក់សាច់មកឲ្យទាំងដល់ដូចនេះ The Mandalorian នេះអត់តាន់បានទៅមើលនេះពងដាក់ថ្ងៃទៅមើល screen X ហ្នឹងមិនអែមព្រោះកាមេរ៉ា screen X លើគឺមានហើយ
យើងទៅមើលរងកុនគឺយើងចាំទាំងអស់អា conversation តែយើងមានឱកាសម្ដងដើម្បីមើលរឿងហ្នឹងឲ្យចាំហើយបើសិនជារឿងហ្នឹងវាដិតជាប់យើងហើយវានៅមួយយើងខ្ញុំគិតថាគុណភាពរឿងគឺនៅលើហ្នឹងដូចបងមានប្រសាសន៍អញ្ចឹងថាតែ rating ណាខ្លះដាក់20 លើ 10ក៏ដោយបើទៅអត់មានតំណែងតំណងមួយសាច់រឿងបងហើយរឿងខ្លះទៀតខ្ញុំមើលទៅគឺមិនតែរឿងអត់ល្អមើលបងដល់ពេលទៅមើល box office ម៉ែចិត្ត1000លាន1000លានអើយយើងខ្លួនយើងគាត់ថារឿងហ្នឹងវា fail ទេមើលសាច់រឿងវាមិនយល់ប៉ុន្តែគេមាន fan base របស់គេមាន fan base របស់គេដែលតាក់ទងមួយរឿងហ្នឹងដល់រីកមកគេតាមដានមើលរហូតចំណេញហើយយើងគាត់ថារឿងហ្នឹងកើតមើលមិនយល់ដល់ពេលរួចមកទៅមើល box office ថាហានេះចាប់ដល់សួរខ្លួនឯងជួយអញ rating ខុសដែរយើងចាំថាវាមិនអាច perfect បានទេនៅក្នុងការ rating រឿងហ្នឹងបាទចុះបងតាក់ទងមួយនឹងរឿងសម្រាប់អ្នក spoil ពី perspective studio ហ្មងដូចខ្ញុំចាំបានណាកាលធ្វើ Avenger Endgame អូខ្ញុំនិយាយត្រង់ខ្ញុំខឹងអាកូននឹងដល់ឥឡូវវាអត់និយាយទាំងអស់វានិយាយតែមួយម៉ាត់គាត់ពូ Iron Man ងាប់ខ្ញុំមើលរឿងហ្នឹងតាំងពីដើមដល់ចប់ខ្ញុំ expected កន្លែងណាដល់រួចមក the end ណាខ្ញុំដើរចេញពីរោងកុនខ្ញុំខឹងហ្មងខ្ញុំថា why we not expected that happen តែឥឡូវវា spoil បានរឿងហ្នឹងវាណាក៏ដឹងដែរអាកន្លែងគេនេះហ្នឹងណាសម្រាប់បងពី studio វាប៉ះពាល់ box office ពេលដែលមនុស្ស spoil សាច់រឿងច្រើនណាចឹងដំបូងឡើងខាង studio គឺគេចង់ឲ្យ audience experience the best ជាធម្មតារឿង spoiler everything ហ្នឹងគឺគេអាចតម្លាក់បានគឺគេតម្លាក់គឺគេអមហាបើសិនជាយើងនៅក្នុង platform មួយដែលគេអាច approach បានគឺសុំយើងតម្លាក់គឺយើងត្រូវទៅតម្លាក់គេឲ្យអ្នកឯងមើលមុនប៉ុន្តែមិនមែនមានថាឲ្យអ្នកឯងទៅ spoil audience ផ្សេងទេដូចខាងមកអញ្ចឹងថាមាន fan ច្រើនគាត់ថាខ្ញុំអត់ចង់ស្ដាប់ទេមិនចាំប្រាប់ខ្ញុំទេខ្ញុំចង់ទៅមើលអាហ្នឹងឯងគឺជាអ្វីដែលខាង studio គាត់ព្យាយាម protect experience របស់ពួកគាត់ពីទៅមើលរឿងហ្នឹងទៅ experience products របស់គាត់ទៅ experience រឿងទាំងមូលរបស់គាត់ចង់ឲ្យពួកគាត់ហ្នឹង come from like point of view របស់ពួកគាត់មើលតាំងពីដំបូងរហូតដល់ចប់អ្វីដែលចង់ deliver អត់ចង់ឲ្យគាត់មាន pre perspective មុននឹងគាត់ចូលទៅមើលរឿងទេអញ្ចឹងអានេះ from point of view របស់ studio គឺ basically គឺគាត់ចង់ឲ្យ audience ទទួលបាន experience the best like ខាងអ្នក produce ហ្នឹងគាត់ចង់ deliver ទៅ audience ចង់ឲ្យមានអ្នកមកស្កាត់មុខបែបថាដូច case និយាយអញ្ចឹងថាចង់ក្រោយតួហ្នឹងដល់ងាប់ឯងមួយម៉ាត់ហ្នឹងចប់ហើយរឿងហ្នឹង end game អត់អស់លេង so អាហ្នឹងអត់ខុសអីពី spoil experience របស់ fan ផ្សេងដែលគាត់ចង់ experience ខ្លាំងថាខ្ញុំអត់ចង់ស្ដាប់ទេតែព័ត៌មានច្រើនពេកនៅក្នុងអ៊ីនធឺណិតដូចខ្ញុំឆ្នាំ World Cup ឆ្នាំអាណត្តិមុនគូចុងក្រោយដែលទៅតាមពីហ្នឹងខ្ញុំអត់បានមើលដោយសារខ្ញុំរវល់មែនតើខ្ញុំឲ្យកូនចៅខ្ញុំ record ឲ្យខ្ញុំហើយខ្ញុំហាមអ្នកណាក៏ដោយតែហ៊ានប្រាប់ខ្ញុំថាអាណាស៊ីម៉ាន់រឿងហើយ record ឲ្យស្អែកដល់ពេលស្អែកឡើងខ្ញុំទាញអាវីដេអូហ្នឹងផង play មើលណាអានេះនេះចាញ់បាត់ហើយស៊ីបានអញខំគេ record សន្លឹមឡើងអត់ហ៊ានស្ដាប់អាណារត់ចូលទៅទាញកុំព្យូទ័របើកមើលពិសេសមកឡើងតអត់មកតន់ដូចគ្នាហើយមួយទៀតបើថាមិនគេប្រាប់ចុះ TikTok ហើយនឹង IG story ដែលលើកខាងមេធាវីដែលឆ្លើយវិញអាថតនៅក្នុងរោងកុនហ្នឹងវាមានពីរប្រភេទទៀតអ្នកខ្លះគាត់ថត out of context ហ្មងគាត់ថា still photo ពី experience គាត់អង្គុយរោងកុនឬក៏គាត់នៅម្នាក់ឯងអញ្ចឹងទៅខ្ញុំម្ដងមកកាខ្ញុំថតដែរពេលនៅម្នាក់ឯងខ្លាចខ្មោចអញ្ចឹងថតម្នាក់ឯងតែអត់ post story ទេផ្ញើឲ្យអ្នកផ្ទះមើលតែបើក្នុងលក្ខណៈថា post ជា public ខុសច្បាប់អត់នឹងសម្រាប់ខ្ញុំគិតថាអត់ខុសច្បាប់ទេប៉ុន្តែមើលទៅលើធម្មជាតិរបស់វាដែរអូខេមានន័យថាយើងផុសហ្នឹងបានលុយអត់ទៀតមេធាវីគេនិយាយលុយអូខេប៉ុន្តែបើសិនជាយើងមើលថាលើបុគ្គលហ្នឹងតែបុគ្គលហ្នឹងគឺជាបុគ្គលបែបណាឧទាហរណ៍តែគាត់បុគ្គលហ្នឹងមាន follower រាប់កោតអ្នកហើយដើម្បីគាត់ផុសហ្នឹងចំស៊ីនដែរដូចដល់ spoil ហ្នឹងគេមានសិទ្ធអញ្ចឹងសិទ្ធបុគ្គលរបស់គេគេអាចមានសិទ្ធថាឲ្យអ្នកឯងលុបចោលវិញបាទយើងស្នើសុំឲ្យលុបចោលសិទ្ធក្នុងការឲ្យគាត់លុបចោលសិទ្ធរូបថតឬសិទ្ធស្នាដៃរបស់យើងហ្នឹងយល់តែបើគេអត់ចាត់ធានគេធម្មតាយកបាទមានបានមើលរឿង Swap Netflix Swap អាថៃ Google អត់បានមើលgo watch it ណានិយាយប៉ុណ្ណឹងចង់ spoil បាត់អ្នកមើលនេះអ្នកមើល go watch it it's good
អាហ្នឹង definition of a well written film with plot twist ដែលធ្វើឲ្យយើងហ្នឹង very unexpected តែអ្នកដែលមើលគ្រាន់តែចេញតែបន្តិចហ្នឹងមក spoil we spoil the whole story ហ្មង that one character if you just put without context you just put that character you just say another word ខ្ញុំមិនចង់និយាយតែនិយាយទៅ spoil ហ្មងចាំមើលហើយខ្ញុំប្រាប់ព្រោះអាហ្នឹងឯងដែលខ្ញុំគិតថានៅក្នុង gray area មួយចំនួនធំដែរដែលមនុស្សដែលគាត់ទៅមើល con experience នៅរោង con គាត់អត់ទាន់ដឹងដែរហើយខ្ញុំមិននិយាយមែនខ្ញុំចង់បញ្ចប់ខ្ញុំសូមផ្ដាំផ្ញើទៅអ្នកទៅមើល con ណាបើទៅមើល con ហើយនិយាយក្នុងរោង con តដែរគុំទៅមើលនិយាយមែនខ្ញុំធុញហ្មងវាមានរឿងនឹងច្រើនដងអង្គុយក្បែរគ្នារួចនិយាយផ្សាច់រឿងពីដើមដល់ចប់ខ្ញុំ like អេទៅយើងហាងកាហ្វេអង្គុយនិយាយគ្នាទៅអង្គុយរោង con អង្គុយបញ្យល់ហ្មងអូទូនេះទៅនេះយើងចង់ទៅមើល con ដោយសារ screen ធំសំឡេងល្អហើយថែមអាសំឡេងមនុស្សនៅក្បែរនឹងទៀតអានឹងវាទៅជាបញ្ហាហើយខ្ញុំសុំពីវនីមករង con ចាត់ធានការពួកគាត់តិចទៅហើយមួយទៀតចុចទូរស័ព្ទមិនណាយហើយវាល្ងឹតហ៎ទូរស័ព្ទ full brightness ហ្មងចុចយកឲ្យយើងនេះពាក់ 3D វ៉ាន់តា 3D ទៀតចង់ខ្វាក់ភ្នែកខ្ញុំទៅយកស្មាតទោសពេលខ្លះយកអានេះទៅបាំងគាត់ចឹងកុំឲ្យវាចូលភ្នែកតែមិនដឹងធ្វើម៉េចទេអានឹងសិលធម៌បុគ្គលយើងកុំទៅបន្ទោសទៅរោង con ព្រោះបុគ្គលគាត់ទៅគាត់តែមានទូនទីមាន skill ធម៌ដែរខ្ញុំគាត់ថាការជជែកនេះអាចនឹងសំរុំមានគ្រឿងផ្សំល្មមហើយដែលអាចធ្វើឲ្យអ្នកដែលគាត់ស្ដាប់គាត់យល់ពី perspective របស់ production របស់អ្នកផ្លូវការអ្នកច្បាប់ខាង distributor ហើយខ្ញុំនេះអ្នកដែលទស្សនិកជនខ្ញុំមិនដឹងរឿងអីទេបងប្អូនសូមអធិស្ឋានបើសិនជាមានកន្លែងណាមួយលឺលួហើយសូមអរគុណបាទបងបាទសូមអរគុណភ្ញៀវកិត្តិយសទាំង3ហើយមានចម្ងល់អីសួរនៅខាងក្រោមខ្ញុំនឹងព្យាយាមរកចម្លើយជូនដល់អ្នកនរគ្នាតែហាមជឿខ្ញុំប្តឹងបាទអរគុណជំរាបលាចាប់